សូត្រធម៌តិចទៅមកស្ការប្រតនត្រ័យសង្ខេប3ព្រះសទ្ធម្មឯណាជាតោប្រកបដោយអង្គ8ប្រការជាកន្លងដំណើរដីព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជួនដែលប្រាថ្នានៅប្រណិព្វានឲ្យចូលទៅកាន់ប្រណិព្វានបានព្រះធម៌នេះធ្វើឲ្យត្រជាក់រងាប់បងនៅភ្លើងតោកភ្លើងកិលេសជាធម៌ដ៏អត់ដំជាគុណញ៉ាំងសត្វឲ្យចេញចាកសង្សារតោខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសាធម្មនោះដោយគោរពដោយអនុភាពនៃកិរិយានមស្ការថ្វាយបង្គំសូមឲ្យចាត់បងនៅឧបទ្រពទាំងឡាយទាំងពួងទាំងសេចក្តីអន្តរាយទាំងឡាយជាអនេកចូលឲ្យវិនាសទៅកំបីមានសេះសល់ឡើយសូមអរគុណសូមសម្រួលយ៉ាបនទៅយើងនឹងសិក្សាធម៌នឹងបន្តទៅទៀតបងចឹងសូមចាំតិចមកដាក់ cursor ឲ្យមានរូបនេះតិចបង Welcome see you again tonight. I'm at 8 13 o'clock 13 yeah, 13 no o'clock ចឹងយើងជួបគ្នាវិញគឺនៅយប់ថ្ងៃនេះគឺម៉ោង8រហូតដល់ម៉ោង9សាច់នេះមានកម្លាំងពលៀងនៅអាចដំណើរការទៅបាន power វាអត់ទាន់អស់ចឹងអាចដំណើរការបានចឹងអាចបន្តបេសកកម្មបានតបេសកកម្មចឹងយើងសិក្សាបន្តទៀតទៅก่อนតចឹងយើងមកសិក្សានៅក្នុងចំណុចពធហ្នឹងគឺក្នុងបិដកលេខ56ដដែលឥឡូវវគ្គទី2ចូលដល់វគ្គទី2ហើយវគ្គទី1មានរឿងរ៉ាវច្រើនណាព្រោះទី1ហ្នឹងមានរឿងរ៉ាវទាំងអស់មានប្រមាណញាតិញោមអ្នកដែលដឹងទាំងអស់ហ្នឹងមានប្រមាណញាតិញោមតកតងនឹងសំតិចញាតិញោម Q&A ចឹងឥឡូវយើងបន្តមេរៀនរបស់យើងនៅក្នុងវគ្គទី1ហ្នឹងគឺមាន12រឿងណាញាតិញោមរឿងមាន12រឿងរ៉ាវមានរឿងខែតបមាប្រែតរឿងសូករៈប្រែតរឿងពោធិមុខប្រែតរឿងបតធិតលិកៈប្រែតរឿងទេរកុតប្រែតរឿងបញ្ចបតខាតិកៈប្រែតរឿងសតបតខាតិកៈប្រែតរឿងកូនប្រែតរឿងមហាបេសកៈអរប្រែតរឿងខាឡាតិយៈប្រែតរឿងអ្នកកប្រែតហើយរឿងចុងក្រោយគេគឺរឿងឧរៈកប្រែតរឿងទី11ហ្នឹងហើយរឿងទី11ចឹងឥឡូវយើងចូលមកដល់រាត្រីយប់នេះយើងចូលមកដល់វគ្គទីវគ្គ2ណាវគ្គអំបរិវៈទី2ណារឿង
ក្នុងវគ្គទី2នេះគឺដូចជានេះដូចអត្ថកថាទាំងពីរណាបេតវត្ថុអត្ថកថាទាំងពីរលើក3ដក3ដកមកខាងតោះញាតិញោមជួយខមមិនផងបងជួយខមមិនផងរឿងទី12ហើយចប់ហើយរឿងហ្នឹងអញ្ចឹងរំលឹកបន្តិចមកញោមរឿងទី12ហ្នឹងថានិយាយពីអីញាតិញោមដែលចូលស្ដាប់ហ្នឹងមានបានដឹងចាំទេរឿងទី12ហ្នឹងរឿងនិយាយពីអីបងនៅក្នុងវគ្គទី1ណាបងអរគុណសម្រាប់ការចុចឲ្យមេដៃមួយជួយ like ផងជួយ like យើងបន្តទៀតនៅក្នុងរឿងបន្តនៅក្នុងវគ្គទី2នេះគឺវគ្គទី1យើងបានចប់ហើយញាតិញោមរឿងទី1ហ្នឹងគឺវគ្គទី1ហ្នឹងមាន12រឿងណាញាតិញោមមានចាំណាទេញាតិញោមនិយមតាមដានការ live របស់អាត្មាមានចាំរឿងទាំង12នឹងខ្លះទេឥឡូវយើងចូលមកដល់រឿងវគ្គទី2រឿងទី1ប៉ុន្តែសូមរំលឹករឿងថ្ងៃមិញបន្តិចម៉ោង3ជាងម៉ោង4ហ្នឹងម៉ោង4ថ្ងៃមិញនោះ live ម៉ោង4ដល់ម៉ោង5កន្លះរឿងថ្ងៃមិញនិយាយពីរឿងព្រះបរមពោធិសត្វកើតនៅក្នុងគ្រួសារមួយហ្នឹងនៅក្នុងផ្ទះរបស់គាត់ហ្នឹងគឺជាគ្រួសារដែលចម្រើនទៅដោយមរណសតិណាទាំងបត់ទាំងខ្លួនព្រះអង្គផ្ទាល់ការកើតជាព្រាហ្មណ៍ហ្នឹងជាអ្នកចម្រើននៅមរណសតិភរិយាដែលជាព្រាហ្មណីហ្នឹងក៏ចម្រើននៅមរណសតិកូនប្រុសដែលជាកូនបង្កើតហ្នឹងក៏ចម្រើននៅមរណសតិហើយកូនពៅហ្នឹងក៏ចម្រើននៅមរណសតិដូចគ្នាយ៉ាងណាហើយកូនភាសាហ្នឹងក៏ចម្រើននៅមរណសតិហើយទាស័យហ្នឹងក៏ចម្រើននៅមរណសតិដូចគ្នាយ៉ាងដែរបងចម្រើននៅមរណសតិបាទនៅមរណសតិហ្នឹងអំពីសេចក្តីស្លាប់ឬជាប្រកដីចឹងទៅចឹងចម្រើនជាញឹកញាប់ណាចម្រើនរឿយទៅហើយពេលមួយកូនទៅធ្វើស្រែណាធ្វើកាប់ឆ្ការព្រៃទៅពោះចឹកស្លាប់ទៅពោះចាប់ចឹកស្លាប់ទៅឪពុកដែលជាព្រាហ្មណ៍ហ្នឹងអត់មានយំសោកអីទេណាដោយមរណសតិណាប្រៀបធៀបថាដូចមនុស្សដែលស្លាប់ទៅនឹងដូចជាសំណក់តែការសក់របស់ពស់អញ្ចឹងការដែលស្លាប់ទៅហ្នឹងគឺថាជាការអស់បន់អីចឹងទៅកម្មហ្នឹងវាឲ្យផលអីចឹងទៅហ្នឹងពិចារណាក្នុងធម៌ណាបងណាការពិចារណាក្នុងធម៌សំដកដូចទីសិនបងចូលបដាក្តៅទូរស័ព្ទដាក់ចាំមកឃើញរូបរាងសម្រស់ដល់ឥឡូវយើងមកដល់រឿងហ្នឹងរឿងទី12ហ្នឹងដែលព្រះបរមពោធិសត្វហ្នឹងលោកកើតជាព្រាហ្មណ៍ហ្នឹងលោកគ្រូសារបស់លោកហ្នឹងពិចារណារឿយពីសេចក្តីស្លាប់ហ្នឹងលើសំឡេងច្បាស់ដែរទេញាតិញោមទាំងអស់សំឡេងឲ្យលើច្បាស់ទៀតបង
ពិចារណាអញ្ចឹងទៅក៏កូននឹងស្លាប់អញ្ចឹងទៅក៏มันមានអីតក់ស្លុតទេអាហ្នឹងដោយអំណាចនៃអានិសង្សនៃការពិចារណាតែមកគ្រាន់រំលឹកប៉ុណ្ណឹងទេណារំលឹកប៉ុណ្ណឹងធម្មតាមនុស្សយើងនៅពេលដែលយើងត្រៀមអីមួយត្រៀមចិត្តណាបងណាត្រៀមចិត្តត្រៀមចិត្តត្រៀមកាយអញ្ចឹងទៅអញ្ចឹងមិនសូវជាកើតទុកបុកម្នេញអីទេព្រោះដឹងថារឿងហ្នឹងវាកើតឡើងចំពោះមនុស្សគ្រប់រូបមនុស្សគ្រប់រូបអ្នកណាក៏មានអ្នកណាក៏កើតដែរបងអ្នកណាក៏មានអ្នកណាក៏កើតដែរអញ្ចឹងអាសេចក្តីស្លាប់ហ្នឹងមានគ្រប់គ្នាតើឥឡូវយើងកត់មេរៀនទៅណាយើងបន្តមេរៀនទី2នៅក្នុងវគ្គទី2នេះគឺទុតិយោឧបៈរីវកោឥឡូវញាតិញោមយកសភៅយកប៊ិចមកញាតិញោមយកសភៅយកប៊ិចមកហើយញាតិញោមកត់ទៅអាត្មាហៅហើយបើកត់បល័យបានក៏កត់ទៅហ្នឹងហើយប្រាប់ពីរបៀបអានបល័យផងឥឡូវចំណងជើងរបស់យើងគឺវគ្គទី2នេះទុតិយោទុហ្នឹងតួដាក់ស្រអូតស្រអេយកស្រអោមកទុតិយោទុហ្នឹងវាទី2អបរិវកោអបរិវកោស្រអ៊ុណាឧបញ្តោបញ្ទូណាបងហើយពោជើងវហើយរស្រអីមកវកជើងកស្រអោអបរិវកោបថមੰបថមੰបថថថថស្ថានីយហ្នឹងថហ្នឹងណាបថមੰហ្នឹងមកដាក់ស្រអមមកបថមੰសង្សារមោសង្សារៈណាកំតនអាមោសង្សារៈមោចៈណាមោចៈសង្សារៈមោចៈកបេតវត្ថុណាកនឹងបជើងបស្រអេកបេតណាកបេតកបេតវត្ថុអញ្ចឹងមកវិញយើងអានមកវិញមកសង្សារៈណាសង្សារៈណាសង្ឃហ្នឹងគឺមិនសងទេណាសង្សារហ្នឹងគឺសស្រអមនិងសស្រអំមិនសងឯណាឧសងក៏យើងអានលសង្ឃដែរសង្សារៈមោចកបេតវត្ថុតវត្ថុបឋមੰសង្សារៈមោចកបេតវត្ថុមកក្រៅមកណគីនគីអន្តនគីណោកជើងកស្រអាជើងគីសំលេងទីខៈណាចឹងនគីទុពន់ទុពន់ហ្នឹងមានតោស្រឧក្នុងពោទុពន់ណរូបាសេទុពន់ណរូបាសេទុពន់ណរូបាសេទុពន់ហ្នឹងតោស្រអូពោជើងវណជើងណរស្រអូបស្រអាសស្រអេទុពន់ណរូបាសេយកតណាតមកទៀតបន្តទៀតកៃសាកន្លែងនេះយើងអានកៃសាកៃសាកេសាកៃសាកដាក់ស្រអីសស្អាមកកៃសាឲ្យដកឃ្លាធមៈណាធមនិណាធមៈធមនិណាធមនិហ្នឹងណស្រអីមកធមនិសន្ធិតោសន្ធិតោសណជើងថស្រអេតស្រអាធមេនិសន្ធិតាធមេនិសន្ធិតាចូលបតនឧបាសំទោសឧច្ចាឧច្ចាសុលិកេ
Ôi cha sô lì kê. Ôi cha sô lì kê đọc clear tí máu. Cây sĩ kê. Cây sĩ kê. Ôi cha nâng sạ ụ bánh tú cho chừng chó sạ à. Ôi so sạ ụ lo sạ ê. Hay nâng co sạ ê. Ôi cha sô lì kê.ต่อมาទៀតកៃសិកេដកឃ្លាកៃសិកេដកឃ្លាការនុថ្វាំងការនុថ្វាំងការនុថ្វាំងការដកឃ្លានុដកឃ្លាថ្វាំងក៏ដកឃ្លាដែរតជើងវដាក់ស្រអមមកថ្វាំងការនុថ្វាំងអ៊ីធិដកឃ្លាទីមកអ៊ីធិអ៊ីធិអ៊ីបញ្ទូធហើយដកឃ្លាតដ្ឋសីតិតស្រអេដជើងថសស្រអេតស្រអេតដ្ឋសីតិខ្ញុំគាត់តន់ទេណាឡើងអាត្មាគូសនេះគាត់មិនតន់មើលនេះទៅមើល screen ទៅមើល screen អាត្មាថតហ្នឹងហើយចាំមើលតាមហ្នឹងទៅអហੰភតន្ទេអហੰហដល់ស្រៈអំហ្នឹងអហੰអហੰភតន្ទេតនឹងណោហ្នឹងជាអនតនអហੰដកឃ្លាភតន្ទេដកឃ្លាមកភតន្ទេផតណោជើងតស្រអេភតន្ទេដកឃ្លាពេតមហេ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 យើងអានពេតមហិណាពេតមហិបស្រអេតស្រអេមកជើងហដាក់ស្រអេតមហេទុកតាទុកតាដកឃ្លាយៈមៈលោកិកាយៈមៈលោកិកាយោយៈមៈណាដកឃ្លាមកយោយៈហ្នឹងយោមៈហ្នឹងមកលោស្រអោយៈមៈលោកិកាខ្ញុំឃើញទេឯកាបាបកម្មੰបាបកម្មੰករិត្វាពេសលោពេតលោកមិតោកតាតិពេតលោកមិតោកតាពេកតាតិកនុកាយេនវាចាយៈកនុកាយេនវាចាយៈមនសាតុកដੰកតាំងកេសិកាមវិបាកេនៈពេតលោកੰអ៊ីតោកតាតិណាឥឡូវអាត្មាអានលឿនណាអានលឿនបើអានយឺតនេះយូរចឹងញាតិញោមចាំកត់មេរៀនតាមក្រោយបងចាំកត់តាមក្រោយចាំមើលឲ្យកត់អនុកបកាមយហੰនិហេសងផន្តេបិតាមេតាចអត្តហវាបញ្ញតកាយេម៉ាំងនិយោជ័យយងតតិហិទានੰបសន្តចិត្តតាសមណៈព្រាមណានੰអ៊ីតាវអហੰវសសតានិបញ្ចៈយ៉ាងអេវរូបាវិចារាមិនគៀងបាបសៈកម្មសៈបលាំងមេទាំងណាមកក្រោមទៀតវន្ទាមិតាំងអាយៈបសន្តចិត្តតាអនុកបៈមੰវិរៈមហានុភាវៈតតវាចមេអតិសៈយហេកញ្ចេមោជេហេមੰតុកតិយាបតន្តេតិសាធុតិសោតាសាបដិសុនិតវាសរិបតោអនុកបកោភិក្ខុណੰអាឡោបាំងតតវាបានិមិតញ្ចៈមតញ្ចៈបាលកੰថាលកសៈចបានិយ៉ាងតាសាតខិណៈមេតិសេសមនន្តរាអនុតតហេវិបាកោឧបបច្ចថៈភោជៈនច្ឆាតនੰបានិយ៉ាងតខិណាយៈអ៊ីទាំងផលាំងត
តតោសតវាសុចេវសនាកាសិកន្តមធារិនីវិចតវត្តហារភនាសរីបតាំងឧបសង្កមិអោភាសេនតៃទិសាសពាអោសទ្ធីវិយតារកាកេនតេតាទិសាវណ្ណោកេនតេអ៊ីធិមច្ចតិឧបច្ចតិឧបច្ចន្តិចតេភោកេភោគាយេកេចេមនសាបយាបច្ឆាមិតាំងទេវិមហានុភាវេមនុស្សភូតាកិមកាសេបញ្ញੰកេនបេអេវੰជាលិតានុភាវីវណ្ណោចៈទេសពតិសាបភាសតិទេវែងណាបល័យអបណ្ឌុកੰកិសង្ធាតាំងនកៈសមុតដេតច្ឆវੰមុនិការុនិកោលោកេតាំងមੰអតិខេតុខេតាំងភិក្ខុណੰអឡោបាំងតតវាបនិមិត្តញ្ចៈបោលកាំងថាលកាសៈចបានិយ៉ាងមៈមៈណាមៈមៈតេខណៈមេតិសេអឡោបស្សៈបលាំងបស្សៈផតតាំងវស្សៈសតាំងទេសៈផញ្ជាមិកម្មកាមីមិនីអនេកៈរសៈព្យញ្ចនੰអូច្រើនណាស់នេះហើយច្រើនហើយវែងណារឿងនេះរឿងវែងបងចឹងអាហ្នឹងនៃបល័យហ្នឹងដូចគ្នាទេឥឡូវយើងអានសម្រាយមករឿងហ្នឹងមានរឿងអីមករឿងហ្នឹងឈ្មោះថារឿងសង្សារៈមោចកៈប្រែតទី1នៅក្នុងវគ្គទី2ហ្នឹងណាព្រះសិរីបុត្រសួរថាមនាស្រីស្គមណាដែលមានឆ្អឹងជំនីនឹងរគៀមណាឆ្អឹងជំនីណារគៀមនាងជាស្រីអាក្រាតណាមានរូបអាក្រក់ក្រៃពេកមានខ្លួននឹងស្គៀងស្គមណាមានខ្លួននឹងរវាមដោយសរសៃនាងជាអ្វីបានមកស្ថិតនៅក្នុងទីនេះនាងប្រែតក៏ឆ្លើយតបមកវិញថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំជាស្រីប្រែតដល់នៅសេចក្តីទុក្ខជាយមលោកសត្វស្លាប់អំពីមនុស្សលោកនេះហើយក៏បានទៅកាន់ពេតលោកព្រោះធ្វើបាបកម្មឥឡូវចាំមើលធ្វើបាបកម្មអីខ្លះចុះអំពើអាក្រក់ដែលនាងបានធ្វើឲ្យដោយកាយវិចារចិត្តតើដោយម្ដេចនាងទៅកាន់ពេតលោកអំពីមនុស្សលោកនេះព្រោះវិបាកនៃកម្មដោយម្ដេចព្រះសិរីបុត្រលោកសួរបបិទ្ធលោកដ៏ចម្រើនបៃតាមេតាឬពុកញាតជាអ្នកអនុគ្រោះដល់ខ្ញុំក៏បីដឹកនាំខ្ញុំថានាងចូលមានចិត្តជ្រះថ្លាឲ្យទានដល់ពពួកសាមណៈព្រាហ្មណ៍ដូច្នេះពុំមានឡើយខ្ញុំទើបបានជាស្រីអាក្រាតមានសភាពយ៉ាងនេះតែងត្រេចទៅអស់500ឆ្នាំចាប់ពីដើមអំពីឆ្នាំនេះទៅទំពាស៊ីដោយសេចក្តីស្រែកឃ្លានផងដោយចំណងផងនេះជាផលនៃបាបកម្មរបស់ខ្ញុំបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំមានចិត្តជ្រះថ្លាសូមថ្វាយបង្គំលោកម្ចាស់បបិទ្ធលោកម្ចាស់អ្នកមានព្យាយាមមានអានុភាពធំសូមលោកអនុគ្រោះខ្ញុំសូមលោកឲ្យទេយ្យធននិមួយឧទ្ទិសដល់ខ្ញុំផងបបិទ្ធលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់ដោះខ្ញុំឲ្យរួចអំពីទុក្ខតិផងចោះព្រះសិរីបុត្រនោះជាអ្នកអនុគ្រោះទទួលស្ដាប់ពាក្យស្រីប្រែតនោះហើយក៏សាធុដូច្នេះហើយក៏បានប្រគេននៅនំបានប្រគេននៅពំនូតបាយនៅសម្ពោធប្រមាណជាប៉ុនបាត់ដៃនឹងទឹកដែលគូក្រេបផឹកមួយផ្ទាល់ដល់ភិក្ខុទាំងឡាយហើយរួចក៏ទិទកណាទានដល់ស្រីប្រែតនោះវិបាកក៏កើតឡើងក្នុងលំដាប់ដែលទិហើយភោជននឹងសម្ពួនស្លៀកដណ្ដប់នឹងទឹកដែលគូក្រេបផឹកក៏កើតឡើងនេះជាផលនៃតកណាទានលំដាប់នោះស្រីប្រែតនោះញាតិញោម
ជាស្រីស្អាតស្លៀកសម្ពួតស្អាតទ្រទ្រង់នៅសម្ពុតដកដំជាងសម្ពុតដែលកើតនៅក្នុងដែនកាសីជាងសម្ពុតនៅក្នុងដែនកាសីហ្នឹងស្អាតណាញាតិញោមសម្ពួនដែនកាសីហ្នឹងសាច់ម៉ត់ល្អណាស្អាតមានគ្រឿងវត្តថាថាភរណៈដល់វិចិត្រចូលទៅរកព្រះសិរីបុត្រព្រះសិរីបុត្រសួរថាមនីទេវធីតានាងមានសម្បល់ល្អភ្លឺសពទិសដូចជាផ្កាយព្រឹកសម្បល់របស់នាងប្រកបដូច្នោះដោយហេតុអ្វីផលនៃសេចក្តីសុចរិតសម្រេចដល់នាងនៅក្នុងពេលនេះដោយហេតុអ្វីបានជាភោគៈទាំងឡាយណានីមួយដែលជាទីពេញចិត្តកើតឡើងដល់នាងមនីទេវធីតាដ៏មានអានុភាពច្រើនយើងសូមសួរនាងកាលកើតជាមនុស្សបានធ្វើបន់ដោយម្ដេចនឹងមានអានុភាពភ្លឺភ្លេកទាំងសម្បល់របស់នាងក៏ភ្លឺដូចសពទិសយ៉ាងនេះដោយបញ្ញកម្មដោយម្ដេចអានប្រែតហ្នឹងឆ្លើយមកវិញថាម៉េចថាព្រះអគ្គសាវកជាអ្នកប្រាជ្ញក្នុងលោកប្រកបដោយសេចក្តីករុណាបានឃើញនៅខ្ញុំជាស្រីស្គមមានសម្បល់លឿងមានសេចក្តីស្រីឃ្លានបានឃើញណាសាធុក៏ចម្រើនពរនិកាដូចបាត់យូរណានិការលដងដូចជាឧស្សាហ៍ឡាយឧស្សាហ៍ឃើញបងនិកាដូចជាបាត់យូនិកាបាត់និកាបាត់ឌីណាចន្ទថាឌីណាដូចបាត់ដែរបងចម្រើនពរឆ្មាត់បងដល់នៅសេចក្តីទុកលំបាកហើយបានប្រគេនពំនូតបាយផងសម្ពុតប្រមាណប៉ុនបាតដៃផងទឹកគូផឹកប្រមាណមួយផ្ទល់ផងដល់ភិក្ខុទាំងឡាយហើយបាននៅទិសនៅតេកណាទានដល់ខ្ញុំសុំលោកឃើញផលពំនូតបាយចោះខ្ញុំជាស្រីបាននៅកម្មតាមចំណងបរិភោគនៅផាត់អស់1000ឆ្នាំប្រកបដោយមហូបមានរសជាអនេកហ្នឹងហើយសូមលោកម្ចាស់សូមលោកឃើញនៅវិបាកនៃសម្ពុតប្រមាណប៉ុនបាតដៃអូណានិយាយដាវដង្ហើមដល់តើអ្នកឌីណាចន្ទថាបងចម្រើនពរចម្រើនពរបងចម្រើនពរឌីណាបងចម្រើនពរនឹកដើមដង្ហើមដល់ហ្នឹងហើយបញ្ជួនវែងណាបងចាស់ក៏ថានឹកដើមដង្ហើមដល់អញ្ចឹងអាយុវែងព្រោះសធុនេះណាឆាន់កាហ្វេមួយកែវអត់អស់ទេបងនៅកន្លះដងមួយកែវអស់សម្ពុតនិងសម្ពុតដណ្ដប់ផងសម្ពុតកោសីយៈនិងសម្ពុតកំពុលផងសម្ពុតត្បាញអំពីសម្បកឈើនិងសម្ពុតដែលត្បាញអំពីកំបាស់ផងដ៏ធំទូលាយមានតម្លៃច្រើនរបស់ខ្ញុំច្រើនជាងសម្ពុតក្នុងដែននន្តរាជនោះសម្ពុតទាំងអស់នោះតែងសំយ៉ងចុះមកអំពីអាកាសស្រះប៉ោខរណីដ៏ជ្រៅមានជ្រុង4ដែលបញ្ញកម្មនិមិត្តល្អហើយមានទឹកថ្លាមានកំពង់រាបស្មើមានទឹកត្រជាក់មានក្លិនក្រអូបដេះដាស់ដោយផ្កាបទុមនិងផ្កាបលពេញទៅដោយទឹកដ៏ដេះដាស់ដោយកេសរខ្ញុំនោះរីករាយលេងសប្បាយឥតមានភ័យទីណាឡើយបពិតលោកដ៏ចម្រើនខ្ញុំមកដើម្បីថ្វាយបង្គំលោកជាអ្នកប្រាជ្ញប្រកបដោយសេចក្តីករុណាក្នុងលោកចឹងប្រែតហ្នឹងគាត់អានិសង្ឃឌីណាចន្ទថាគាត់ថា every time I see the honor line is always connect with me but today I saw a different line ចឹងហ៎បងបាទពូឡាយរហូតហ្នឹងពូហ្នឹងហើយអរគុណណាបងបានជួយមើលជួយទស្សនាមកឡាយហ្នឹងថ្ងៃនេះឡាយ3 4ដងហ្នឹងឡាយពីព្រឹកមកម៉ោង11ម្ដងឡាយព្រឹកមិញមានអ្នកមើលច្រើនដែរមួយខេបិទឡាយទៅឃើញ viewer មួយខេ
ហើយឡាយងាយមិញម៉ោង4ហ្នឹងមានអ្នកទស្សនាចិត្ត1K ដែរ800ជាងហើយថ្ងៃតបមកក៏ឡើងចេញពីបរិញ្ញាបត្រអង់គ្លេសទៅក៏ឡើងទៅសូត្រធម៌ឡើងពហិក៏តែមានញាតិញោមទស្សនាប្រមាណជា100ដែរព្រោះដោយសារសូត្រធម៌ខ្លីដែរបងតែញាតិញោមទស្សនាច្រើនហើយឥឡូវនេះមកបន្តទៀតដោយសារថ្ងៃនេះមានកម្លាំងពលាងមិនសូវជាអស់កម្លាំងអញ្ចឹងក៏ឡាយបន្តនៅម៉ោងនេះបងម៉ោង8ចាំមើលបាន2ម៉ោងអត់ចាំមើលមក2ម៉ោងនោះមានអ្នកមើលអត់តាំងក៏ពិតយប់នេះចង់ live stream ដែរញាតិញោមចង់ live stream OBS ហ៎ live ដូចគេ live game អញ្ចឹងណាឌីណាដូចជាគេ live game ហ្នឹងមាន comment អ្នក comment ហ្នឹងចេញខាងលើ live ណាមានអ្នក comment គេហៅថា live chat ហ្នឹងឆាតនៅថាឆាត comment ដូចឌីណានីកា comment អញ្ចឹងពេល comment ទៅឆាតហ្នឹងវារត់ឡើងឃើញនៅលើstream នៅលើ stream នៅ live ហ្នឹងណាហ្នឹងហើយប៉ុន្តែដោយឡាសា live អញ្ចឹងអត់សូវមានអ្នកមើលបង live stream ដូចក្មេងៗបង live game អត់សូវមានអ្នកមើល live ម្សិលមិញហ្នឹងប្រហែលជាមកពីសំឡេងអីអញ្ចឹងវាក៏អាចថាបានដែរបងម៉ៃមានបើបានដាក់បងបានដាក់សំឡេងឮច្បាស់ល្អទេម៉ៃ sound my voice ឌីណាសំឡេងអាត្មាឮច្បាស់ទេចង់សាក់ live ចឹងដែរចាំមើល live មានអ្នកមើលអត់ចាំមើលព្រឹកមិញហ្នឹងបានthank you បង thank you ឌីណាបងអរគុណបងអរគុណយក inform ចឹងឥឡូវរឿងនេះយើងបានមកដល់បញ្ចប់ហើយនៅក្នុងបៃដកណាក្នុងបៃដកនេះយើងបានបញ្ចប់ហ្នឹងរួមសេចក្តីមកវិញគឺរឿងនេះគឺតកតងនឹងរឿងស្ត្រីហ្នឹងគាត់ឪពុកម្ដាយជាអ្នកមានសទ្ធាប៉ុន្តែគាត់មិនធ្វើបន់ណាឪពុកម្ដាយហ្នឹងបបួលទៅវត្តទៅវាអីចឹងទៅធ្វើបន់ធ្វើទានឬក៏ណែនាំអីចឹងឲ្យទៅធ្វើបន់ធ្វើទានថ្ងៃសិលអីចឹងណាមានណាញាតិញោមមានដូចថាពេលខ្លះឪពុកម្ដាយប្រាប់ឲ្យទៅវត្តទៅវាអីកូនអត់ចង់ទៅទេដូចរឿងមុននោះរឿងទី11រឿងអ្នកកប្រែតនោះឪពុកម្ដាយមិនជ្រះថ្លាប៉ុន្តែកូនជ្រះថ្លានៅក្នុងពុទ្ធសាសនាអញ្ចឹងទៅហ្នឹងហើយណាអត់ជ្រះថ្លាទៅក៏បន្ទូទៅម្ដាយនេះស្លាប់ឪពុកនឹងស្លាប់ទៅកើតជាប្រែតហើយដល់កូននឹងស្លាប់ទៅកើតជាភូមិទេវតាដល់ពេលដែលរឿងនេះវគ្គទី2នេះរឿងទី1នេះគឺរឿងកូនម្ដងកូនមិនជ្រះថ្លាប៉ុន្តែឪពុកម្ដាយជ្រះថ្លាហើយឪពុកម្ដាយនឹងដឹកនាំកូននឹងឲ្យធ្វើបន់ធ្វើទានណាសមាទានសិលសមាទានអីចឹងទៅតែកូននឹងអត់ទេមានអញ្ចឹងណាក្មេងៗអីក៏មានអញ្ចឹងដែរឪពុកម្ដាយនាំទៅវត្តទៅវាអីអត់ទៅទេប៉ុន្តែអញ្ចឹងញាតិញោមបើមានកូនមានអីអញ្ចឹងយើងកុំបន្ទោសគាត់ណាយើងបញ្ចុះបញ្ចូលគាត់ទៅបញ្ចុះបញ្ចូលទៅហើយពិសេសនោះរឿងដឹកនាំគាត់ពីក្មេងដឹកនាំគាត់ពីក្មេងសំខាន់ណាព្រោះដោយថ្ងៃមុននេះអាត្មាជួបប្អូនស្រីមករួមជាមួយនឹងម្ដាយឪពុកលោកយាយលោកតារបស់គាត់ណាដល់ពេលមកទៅក្មេងហ្នឹងវាដោះទម្លាប់មួយដែលថាម៉ែឪនាំមកវត្តអីពីក្មេងអីចឹងទៅគាត់ហ្នឹងមានអាចិត្តជ្រះថ្លានឹងដោះមកពីក្មេងមក
ប៉ុន្តែឧទាហរណ៍បើថាញោមអីមិនដែលនាំមកទេចាំថមឲ្យនាំគាត់មកមិនងាយទេចម្រើនពរចន្ទថាឌីណាឈ្មោះអីឈ្មោះឌីណាឬក៏មិនតកូលឈ្មោះឌីណាឬក៏ចន្ទថាព្រោះធម្មតានៅខ្មែរយើងគេដាក់តកូលមុនប៉ុន្តែអង់គ្លេសគេដាក់ឈ្មោះយើងមុនឈ្មោះអីឈ្មោះឌីណាឬក៏ឈ្មោះចន្ទថាឈ្មោះពិតរបស់យើងណាបងស្រួលអាត្មាហៅតែឈ្មោះចន្ទថាហើយចន្ទថាឈ្មោះឌីណាហើយឌីណាអរគុណបងឈ្មោះឌីណាឈ្មោះឌីណាអញ្ចឹងទៅក៏មកហៅតកូលគេហៅតកូលថាយើងឆ្លើយធម្មតាគេមកហៅតកូលទេវាលើកលែងតែករណីការទូតឬក៏នៅក្នុងប្រជុំឬក៏ឧទ្ទិសនាមអានឹងឧទ្ទិសនាមអីហ្នឹងអាហ្នឹងយើងហៅតកូលហៅអីទៅវាមិនអីទេប៉ុន្តែដល់ពេលយើងធម្មតាយើងហៅតែនេះទៅហៅតែឈ្មោះទៅហ្នឹងហើយហៅតែឈ្មោះទៅឌីណាធ្លាប់គ្រូសាធ្លាប់ហៅទៅវត្តដែរទេនៅពីក្មេងនៅពីក្មេងណាធ្លាប់ញោមធ្លាប់គ្រូសាអីហៅទៅវត្តដែរទេធ្លាប់ទៅវត្តជាមួយញោមជាមួយអីដែរទេជាមួយឪពុកម្ដាយគ្រូសាណាបងណាធ្លាប់ដែរអត់ធ្លាប់អត់ញោមគាត់មានហៅមានអីថាឲ្យទៅវត្តទៅអីមានញោមមានហៅទេយប់នេះឆាន់ស្ទិញយប់ហើយតាំងក៏ពិតមិនត្រូវឆាន់ទេប៉ុន្តែដូចខ្វះចិត្តស្ករផ្អែមចម្រើនពរឌីណាបាទកាលពីក្មេងណាvery some people study at temple មិនទៅដូចកាលណាគឺគ្រប់some people study at the temple រៀននៅណារៀននៅពហិហ្នឹងពហិវត្តឬពហិអីរៀននៅណារៀននៅពហិអ្នកណាអ្នកទីណាជាអីជា Buddhism ឬក៏ជានេះតាំងពិតវាមិនខុសតអីណាសួររឿងការកាន់សាសនាអីចឹងណាជាពុទ្ធសាសនាមិននេះណាឬក៏អ្នកនៅពហិអីចឹងអ្នកបាត់ដំបងក៏នៅពហិច្រើនដែរនៅខាងអូកោះកែវអន្លង់វិលយើងហ្នឹងឯងបងណាកោះកែវអន្លង់វិលវត្តព្រះអង្គគ្រូច័ន្ទសុជាតិវត្តព្រះអង្គគ្រូច័ន្ទសុជាតិកោះកែវតាអីតាឡាត់ដូចដែលលឺកោះកែវវត្តកោះកែវលងវិលស្គាល់អូលកោះកែវកោះកេកោះកេតាឡាន់អីណាដូចមិនដែលលឺនៅខាងណាវិញបងដូចមិនដែលលឺតាឡាត់ការតឡាត់ដូចមិនដែលលឺ The owner may not know because he is in the ម៉ុងរិស័យ district អូនៅម៉ោងណាណោះឌីណាស្មាននៅបាត់ដំបងណានៅម៉ោងមិនសូវស្គាល់ទេព្រោះនៅឆ្ងាយពេកតែបើនៅបាត់ដំបងនេះចាស្គាល់ខ្លះប៉ុន្តែក៏មិនស្គាល់មិនអស់ដែរបង
มันតែនៅបាត់ដំបងយើងនេះនៅបាត់ដំបងនេះនឹងស្គាល់ខ្លះស្គាល់មិនអស់ទេប៉ុន្តែស្គាល់តែដល់នៅម៉ោងនោះកាន់តែឆ្ងាយនៅម៉ោងរិស័យបង The owner may not know because he is in the Mong Risai district បងផ្ទះនៅក្បែរវត្តដែរដល់អញ្ចឹងនៅឈប់នៅម៉ោហ្នឹងមកនៅមករស់នៅបាត់ដំបងវិញឬមិនឬពីមុនហ្នឹងធ្លាប់មានផ្ទះនៅម៉ោងវិស័យនៅអីឬមិនទៅតាមការមិនធ្លាប់ប្រាប់មកថាអ្នកនៅខេត្តនៅបាត់ដំបងឌីណាអញ្ចឹងហ្នឹងឯងសួរសុខទុក្ខដោយសារគាត់ធ្លាប់បងឌីណាគាត់ធ្លាប់ចូលខមមិនចូលអីសារតាមដាននឹងញាតិញោមអ្នកដែលសារតាមដានអាត្មាក៏ដឹងហើយហ្នឹង account អាត្មា channel ហ្នឹងអាចខមមិនបានញាតិញោមទាំងអស់គ្នាអាចខមមិនបានណាខមមិនក៏ជាការលើកទឹកចិត្តដែរសម្រាប់ការអូផ្ទះរបស់ខ្ញុំ my house is far from the temple but I want to study computer science at the temple I currently study at Phnom Penh okay I got it and Dina ផ្ទះរបស់ខ្ញុំគឺនៅឆ្ងាយពីវត្តប៉ុន្តែខ្ញុំបានទៅសិក្សាកុំព្យូទ័រសិក្សាគេវិទ្យាសាស្ត្រកុំព្យូទ័រអញ្ចឹងនៅពហិឥឡូវគាត់នៅសិក្សានៅភ្នំពេញបានទៅរៀននៅភ្នំពេញពិសេសមែនទែនអញ្ចឹងមានអីខមមិនមកណាមានអីសួរឬអីអាចសួរបានហើយអញ្ចឹងយើងបន្តទៅបន្តិចទៀតណាតទៅបន្តិចទៀតហើយកុំតន់ទៅណាហើយចាំបិទឡាយចាំទៅគេងអូកុំឲ្យអាត្មានៅតែឯងញាតិញោមអ្នកgood morning យើងញាតិញោមអ្នកចូលទស្សនាក្រោយអាចខមមិនអាចសាកសួរឲ្យបានបងឥឡូវយើងបន្តទៅទៀតណាបន្តមកមើលនៅក្នុងអត្ថកថាយើងម្ដងក្នុងអត្ថកថានេះគឺលោកបញ្យល់រឿងហ្នឹងគឺ intro រឿងគឺមិនធ្វើបន់កើតជានាងប្រែតដោយអាត្មានិយាយថ្ងៃមិញអញ្ចឹងញាតិញោមគាត់ឆ្ងល់ដែរគាត់ថាពេលខ្លះមិនធ្វើបន់មិនបានទៅស្លាប់ទៅកើតជាប្រែតកើតជាអីមានទោសមានទណ្ឌអីញាតិញោមចេះធម្មតាសភាវៈមនុស្សយើងកាលណាមិនធ្វើគឺមានចិត្តទោមនស្សមានន័យថាมันមានសទ្ធាជ្រះថ្លាពីខាងក្នុងអញ្ចឹងវាកើតទៅជាចំណែនទៅជាព្យាបាលទៅជាអកុសលអីផ្សេងតាមរយៈការដែលយើងមិនលះបង់ហ្នឹងអញ្ចឹងកាលណាមិនលះបង់វាញ៉ាំងអំណាចនៃលោភៈហ្នឹងឲ្យកើតឡើងខ្លាំងមានន័យថាមានកម្លាំងខ្លាំងអញ្ចឹងហើយបានកាលណាដែលមនុស្សមិនឲ្យហ្នឹងគឺមានខាងក្នុងរបស់គាត់ហ្នឹងគឺក្តៅបងក្តៅតោះឥឡូវយើងចូលមកដល់សាច់រឿងណាអត្ថកថាសង្សារមោចកៈបេតវត្ថុទី1រឿងទី1នេះនៅក្នុងវគ្គទី2និយាយអំពីនិទានមករឿងរបស់នាងហ្នឹងកាលពីព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ប្រថាប់នៅក្នុងព្រះវិហារវេលវ័នណាទ្រង់ប្រពនាងប្រែតម្នាក់ហ្នឹងក៏ព្រះអង្គនាងប្រែតម្នាក់ហ្នឹងនៅក្នុងស្រុកឈ្មោះថាអដ្ឋកវតីនៅក្នុងដែនមេគធៈទើបត្រាស់ពាក្យផ្ដើមថានឹកគាទុពិនអរូបាសិនាងជាអ្នកអាក្រានកាយមានរូបរាងគូខ្ពើមចម្រើនពរបងញោមហ៊ឿនសុកុនិថាចម្រើនពរអរគុណសម្រាប់ការចូលខមមិនពរចូលខមមិនអញ្ចឹងមកឲ្យបានច្រើនណាស់អាត្មាមានកម្លាំងពលៀងក្នុងការឡាយក្នុងការបន្តផ្ទាល់ហ្នឹងមានគេតែទឹកចិត្តណាតាំងពិតទៅមិនទៀមទីអីទេទៀមទីឲ្យតែបាន
ជួយចូល comment ជួយឲ្យមេដៃអី comment មកប៉ក់ទៅបាទណាខ្ញុំបានលើថាក្នុងដែនមគធៈមានស្រុក2ណាស្រុកមួយគឺស្រុកអដ្ឋកវតីនិងស្រុកមួយទៀតគឺទីខខរាជីណាស្រុកទីខរាជីនេះស្រុកទាំងពីរនោះមានពួកសង្សារមោចកៈជាច្រើនជាអ្នកមច្ឆាទិដ្ឋិនៅជាប្រចាំហើយលោកនិយាយអំពីអតីតកាលកាលពី 5000 ឆ្នាំមុនមានស្ត្រីម្នាក់ហ្នឹងកើតនៅក្នុងត្រកូលសង្សារមោចកៈនឹងឯង Please has comment like and subscribe អរគុណបងហ្នឹងហើយកាលណាសំទោសណាក្នុងអតីតកាលហ្នឹងកាលពី500ឆ្នាំមុនមានស្ត្រីម្នាក់កើតនៅក្នុងនគរសង្សារមោចកៈមួយក្នុងស្រុកអដ្ឋកវតីនោះឯងដោយអំណាចនៃមច្ឆាទិដ្ឋិក៏បានសម្លាប់សត្វកណ្ដូបណាញាតិញោមសម្លាប់សត្វកណ្ដូបញាតិញោមស្គាល់សត្វកណ្ដូបដែរបងណាសត្វកណ្ដូបហ្នឹងភាគច្រើនគឺនៅតាមស្រូវតាមស្រែពេលស្រូវថ្មីក្តីពេលភ្លៀងពេលអីហ្នឹងសបោតាបងបានសម្លាប់សត្វកណ្ដូបជាច្រើនហើយទៅកើតជាប្រែតនាងក៏សោយទុកមានសេចក្តីស្រែកឃ្លានជាដើមអស់ប្រមាណជា500ឆ្នាំអស់500ឆ្នាំអស់ច្រើនកាលព្រះមានពភារបស់យើងស្ដេចឧបបត្តិឡើងនៅក្នុងលោកក៏ទ្រង់ប្រកាសធម្មចក្រដល់បវរសមណគោតមស្ដេចយាងចូលទៅអាស្រ័យក្រុងរាជក្រឹសហើយក៏ប្រថាប់នៅក្នុងវិហារវេលវ័នតាមលំដាប់នាងត្រឡប់មកក៏កើតនៅក្នុងត្រកូលសង្សារមោចកៈនោះឯងក្នុងស្រុកអត្តកវតីអដ្ឋកវតីនេះអអ៊ីស្រអេបញ្តួហ្នឹងយើងអានថាអិតដែរដនេះដោយពាក្យអិតអញ្ចឹងណាអញ្ចឹងបល័យនេះយើងអានថាអិតហ្នឹងឯងអដ្ឋកវតីក្នុងវេលាដែលនាងមានអាយុប្រមាណ7-8ខួបណា7-8ខួបអញ្ចឹងសួរមួយមកបងប្អូនមានដឹងទេគ្នាយើងឌីណានិកាញោមហ៊ឿនសុកនិថាមានដឹងថាហេតុអីបានជាហ្នឹងហេតុអីបានជាគេក្មេងប្រហែលឆ្នាំដែលគេលេងហៅខួបឲ្យតែក្មេងកើតមកយទៅយើងសួរយើងមិនដែលសួរតែគាត់កើតប្រហែលឆ្នាំទេពេលច្រើនយើងសួរគាត់តែគាត់ប្រហែលខួបអញ្ចឹងអាត្មាចង់សួរវិញតើក្មេងចាប់ពីអាយុប្រហែលឆ្នាំដែលគេលេងសួរខួបណាចាប់ពី10ឆ្នាំឡើងទៅ11 12ឬយ៉ាងម៉េចនេះនៅក្នុងនេះ7-8ខួបអញ្ចឹងមានន័យថាគាត់កើតបានហ្នឹងកើត7-8ឆ្នាំហើយហ៊ឿនសុកនិថាគាត់ថាកណា kill a lot of insect because they are pests I don't know what kind of sin it is សម្រាប់កណ្ដូបឯប៉ុណ្ណាហ្នឹងហើយអាត្មាក៏នេះដែរបើនិយាយពីរឿងអាត្មានៅពីក្មេងនោះគេរើវាណាអាចសើចតិចមកសើចឲ្យអាត្មាតិចមកបងមិនបានជាគេហៅខួបឲ្យប្រហែលឆ្នាំបានគេឈប់ហៅបងអាត្មាតែសួរគេខួបណាបងណាកូនណា is not ខ្មែរ brother ញោមនៅណាញោមហ៊ឿនកណ្ថាកូនណា is not ខ្មែរហ៊ឿនកណ្ថានេះជនជាតិខ្មែរឬក៏មិនប៉ុន្តែដាក់ឈ្មោះខ្មែរហ៊ឿនសុកនិថាមកកាលពីក្មេងក៏ធ្លាប់ដែររឿងសត្វប្រឡាត់នេះធ្លាប់ពិសេសបាបរឿងកដោនេះនៅពីក្មេងធ្លាប់អាយ comment
as Khmer language pro who cho anh mua đôi chữ Khmer chữ Khmer I comment as Khmer language mạch bình anh xâyជនជាតិខ្មែរឬមិន Where are you from រៀនសុគណដ្ឋា Do you live in Cambodia Where do you live now Where are you from ឌីណាទៅណាឌីណា Comment ខ្ញុំ Comment ជាខ្មែរទេលោកបងអូ Comment ជាខ្មែរហ៎កូនណាសម្រាប់វាខមមិនជាខ្មែរមិនអត់សូវយល់ខមមិនខាងលើមែនខាងពាក្យកូនណាខៀល a lot of អាហ្នឹងមិនវិញប៉ុន្តែមើលទៅដូចអង់គ្លេសដែរបងsubspeak that when the comment go to YouTube គឺ translate ទៅជាអង់គ្លេសសម្រាប់អ្នកអូអរគុណឌីណាអាហ្នឹងយើងដាក់មកវិញទៅដើម្បីឲ្យខ្មែរតែហ្មងណាមកអត់បានចូល translate អីចឹងបានចេះតែឆ្ងល់ថាមានអ្នកខ្លះគាត់ comment ជាខ្មែរប៉ុន្តែចេញមកអង់គ្លេសរហូតហើយអាត្មាចេះឆ្ងល់ខ្មែរ letter to me to say ជាខ្មែរ how do you translate them wondering too អាហ្នឹងដោយសារយើងអត់បានទេហ៎ដោយសារយើងអត់បានដូរឬមិនព្រោះកន្លែង comment ហ្នឹងណាតែចាំនេះចាំលើក្រោយចាំដូរដាក់ខ្មែរចឹងបានចេះតែឆ្ងល់ថាអូមានបងប្អូនយើងcomment មកដូចជាចេញតែអង់គ្លេសអត់មានខ្មែរមើលអាត្មាមើលកន្លែង translate មកអូនេះកន្លែងនេះគឺមាន translate ឥឡូវអាត្មាបិទកន្លែង translate វិញឃើញនៅបងប្អូនhigh chat top chat អូខេឥឡូវអាត្មាបិទ translate ឥឡូវបងប្អូនយើងឃើញទេឃើញមានអីទៀតទេឥឡូវបិទ translate ឥឡូវសេខ្មែរមកបងសេខ្មែរបានឥឡូវសុំខ្មែរមកបងទីណាសរសេរខ្មែរម្ដងទៀតមកមុនហ្នឹងដូចជាមានអូតូជាប់អូតូ translate ខមមិនប៉ះលោកម្ចាស់ពូកែអង់គ្លេសបើប៉ះកណាវិញចប់អូខេឥឡូវឃើញហើយហ្នឹងអរគុណអូអញ្ចឹងចាំបានចេះតែឆ្ងល់ថាមិនបានឃើញតាលោកអត់ចេះទេអាត្មាចេះមួយម៉ាត់ចេះមួយម៉ាត់ទៅរៀនលោកណា ABC នៅវត្តហ្នឹងចេះមួយម៉ាត់រៀនចប់ទៅលវលបើណាមិនសូវពូកែអង់គ្លេសបងបាទមើលតិចបងអរគុណបងអរគុណដេណាអរគុណឿនសុគណដ្ឋាបងអរគុណចឹងនិយាយបន្តិចនិយាយបើកវងកញ្ចក់និយាយរឿងអាត្មាបន្តិចកាលពីក្មេងនៅកុហកហ្នឹងអាយុ8 9ឆ្នាំហ្នឹងអាត្មាស្មានតែញោមសេអង់គ្លេសស្មានតែកណិថាសេកណិថាបច្ចុប្បន្នប្រហែលហើយអាយុអីប្រហែលហើយគេលោបងអាត្មាទៅហៅទៅវាខុសអាយុច្រើននៅបន្តិចនៅរៀនទេឥឡូវសួរនិយាយវិញរៀនចប់ឲ្យនៅទីណាដូចជារៀននៅភ្នំពេញរៀនសកលទីណាថ្ងៃមុនដូចប្រាប់ម្ដងដែរនិយាយពីរឿងអាត្មាបន្តិចរឿងនៅពីក្មេងណារឿង20ឆ្នាំប្អូនអាត្មាអីចឹងអា20
អរគុណហើយបងសំទោសណាសួរឈ្មោះសួរអាយុនេះវាអត់សូវល្អឯងសួរអាយុអត់ចប់ឯងតិចទៀតហ្នឹងហើយអឺចាអាត្មាកាលពីនៅកុហកណានៅកុហកហ្នឹងបាបកម្មរបស់យើងរើបាបវិញបាបជាមួយសត្វកដោហ្នឹងឯងអាត្មានោះពូនៅពីក្មេងអូมันធម្មតាទេរៀនចប់សកលមួយនៅសកលមួយទៀតអាយុទៅ20ឆ្នាំងាប់អញ្ចឹងរៀនតាំងពីក្មេងមកអញ្ចឹងមានន័យថាទទួលបានការអប់រំនឹងច្រើនមែនព្រោះចម្រើនពរឌីណាមើលគាត់រៀនចប់សកលមួយអាយុ20ឆ្នាំអាត្មាអាយុ25ឆ្នាំទើបតែចប់26ណា26 20ហ្នឹងហើយ25ទើបតែចប់សកលម្សិលមិញម្សិលមួយថ្ងៃហើយដល់គាត់ញោមប្អូនកនិដ្ឋានអាយុ20ឆ្នាំចប់សកលមួយហើយនៅសកលមួយទៀតអូសូមការប្រសាបងសាធុរៀនឲ្យច្រើនណាបងណារៀនបានច្រើនល្អណាស់រៀនសូមការប្រសាបងបានរៀនបាននេះហើយទីណាគាត់ថាវ៉ាវខ្ញុំអាយុទើបតែ18ឆ្នាំទើបតែឆ្នាំទី1នៅឡើយណាបន្តទៀតបងបន្តទៀតនេះណាពីណាតែអាយុ18ឆ្នាំអញ្ចឹងនៅនេះដែរអញ្ចឹងខំរៀនទៅទៀតខំរៀនអញ្ចឹងមានន័យថាគាត់ទទួលបានការអប់រំបានច្រើនណាបងអស្ចារ្យ20ឆ្នាំរៀនចិត្តចប់សកល2អូអស្ចារ្យមែនហើយសួរមួយម៉ាត់ទៀតចុះហើយអ្នកនៅខាងណាបងអ្នកនៅបាត់ដំបងឬអ្នកនៅណានៅណាអ្នកនៅបាត់ដំបងឬនៅតាមដាខេត្តបងសំទោសអ្នកនៅភ្នំពេញឬក៏នៅតាមដាខេត្តនិយាយចេះតែខុសអូចប់បាក់ឌុបអាយុ17ឆ្នាំ17ឆ្នាំអឺរៀនបានច្រើនណាបងណាអូអ្នកនៅភ្នំពេញអូសាធុចម្រើនពរអ្នកនៅភ្នំពេញអញ្ចឹងអ្នកភ្នំពេញរៀនបានច្រើនណាអ្នកភ្នំពេញណាអញ្ចឹងបានមានពេលរៀនអញ្ចឹងអញ្ចឹងឌីណានៅភ្នំពេញដែរអ្នករៀននៅវណ្ណដានៅបាត់ដំបងយើងមានដែរអញ្ចឹងអាចខមមិនបានណាអត់អីទេព្រោះអាចខមមិនបានហ្នឹងហើយតាមក៏ពិតទៅរៀនសកល3ឆ្នាំហ្នឹងឯង3ឆ្នាំមកឆមាសជាទូទៅគឺ3ឆ្នាំមកឆមាសមានន័យថាគេយើងប្រឡងមកឆមាសហើយមកឆមាសទៀតគេទុកឲ្យយើងសរសេរសារណាប័ណ្ណសរសេរសារណាបងឲ្យយើងសរសេរសារណាចឹង3ឆ្នាំកន្លះហ្នឹងឯងបងអាត្មាក៏បងត្រៀមចូល Master ណាបង Master អូរៀននៅសាកលភូមិន្ទទៀតអូពូកែណាពូកែបងកនិដ្ឋាពូកែមិនដឹងថាឆ្លាតយ៉ាងម៉េចទេតែមិនឆ្លាតយ៉ាងម៉េចទេតាំងចប់នោះហើយចូលរៀនដល់ភូមិន្ទភ្នំពេញណា appreciate ណាអូបងចឹងប្រហែលជារឿងយើងវាអត់ចប់អីចាចឹងអាចខមមិនគ្នាចុះណាចាំ
មាននិស័យមកស្គាល់និស្សិតវណ្ណដាបងចឹងអាត្មានិយាយរឿងបន្តិចណារឿងនេះរឿងអាត្មានិយាយខាងដើមមុនហ្នឹងណាតកតងនឹងរឿងបាបកម្មរឿងសត្វបងរឿងសត្វហ្នឹងអាត្មាកាលនៅពីក្មេងនេះរឿងបាបកម្មហ្នឹងគឺរឿងសត្វកណ្ដោសត្វកណ្ដោនេះកាលពេលមួយនោះអាត្មាទៅបាញ់ទៅបងប្អូនស្គាល់ដើមលពាកឯងអ្នកអំពេញគេបាទយើងមិនស្គាល់ទេគាត់និយាយថានោះដើមលពាកស្រុកអាត្មាគេហៅអញ្ចឹងតែមិនដឹងស្រុកគេហៅបាច់អីដើមលពាកហ្នឹងនេះវាមានបន្លាណាស្លឹកវាណាស្លឹកវាមានបន្លាហើយដើមវាហ្នឹងគេអាចយកមកធ្វើកត្រកធ្វើកច្រែងធ្វើអីបានណាបងធ្វើកត្រកធ្វើអីចឹងទៅអាហ្នឹងគេអាចយកមកធ្វើបានហើយបើដើមហ្នឹងវាបន្លាហើយផ្លែវាក៏គេអាចហូបអាចឆាន់អាចញ៉ាំបានដែរផ្លែវាពេលដែលវានៅខ្ចីវាចត់ហើយវាដូចថាវារៀងជូរតិចដែរប៉ុន្តែនៅពេលណាដែលវាទុំណាផ្លែហ្នឹងនៅពេលដែលវាទុំវាពណ៌ដូចពណ៌ព្រិញអញ្ចឹងវាខ្មៅហ្នឹងហើយវាខ្មៅឌីណាហើយគាត់ន័យថាស្គាល់ដើមលពាកអីព្រោះនៅខាងដូចឌីណានៅបាត់ដំបងនេះដូចមានតែដឹងនៅបាត់ដំបងនេះអ្នកអំបញ្ញក៏មិនស្គាល់ទេអ្នកអំបញ្ញតើអ្នកស្រុកស្រែដោយអាត្មានោះបានស្គាល់បងហ្នឹងហើយដើមលពាកហ្នឹងហើយដល់ពេលទៅបាញ់ទៅក៏នេះទៅវាធម្មតាសត្វកដោនៅស្រុកនោះវាចូលចិត្តអាពេលទឹកឡើងហើយអីចឹងវានៅកាច់សបុកកាច់អីនៅដល់អញ្ចឹងទៅបាញ់ថ្ងៃមួយទៅបាញ់ទៅអ្នកបាញ់ជាប់វាទៅកាន់កតុយវាញាតិញោមទៅកាន់កតុយវាទៅដៃនេះមានណាវានេះហ្មងវាខំក្បាលវាខំពេញព្រោះខំស្នាមដល់លើហ្នឹងឯងស្នាមដៃប៉ុន្តែគេថាអីគេមនុស្សយើងមានអាស្នាមដៃអីគេដៃចង្អុលនេះមានដៃចង្អុលហ្នឹងគេថាម៉េចគេថាតែគេមានអីដែលធ្លាប់គេនេះគេថាអ្នកណាដែលមានមុតដៃចង្អុលដៃអីហ្នឹងអាហ្នឹងពេលច្រើនឃើញមានមុតច្រើនមែនណាកន្លែងថ្នាំងនេះណាអូធ្លាប់តែលឺហ្នឹងហើយបងផ្លែវាឆ្ងាញ់ដែរបងអាហ្នឹងដូចជាខែប្រាំងសបោខែប្រាំងណាផ្លែវាដូចជាខែប្រាំងស្មាដើរឃ្វាលគោឃ្វាលអីចឹងទៅសបោផ្លែខ្លះធំវាមិនធំដល់ថ្នាក់ប្រពន្ធវាមិនដល់ប្រពន្ធមេដៃទេវាឲ្យប៉ិនកូនដៃប៉ិនកូនដៃដូចធំពេកវាមិនធំទេដូចជាវាមិនធំពេកប្រពន្ធកូនប្រពន្ធណាធំល្មមហើយខ្មៅហើយឆ្ងាញ់ដាក់អំបិលម្ទេសអីចឹងទៅអូស្រក់ទឹកមាត់បងដាក់ផ្លែលពាក់ប៉ុន្តែកុំញ៉ាំលេបក្របណាញ៉ាំលេបក្របអត់កើតទេបន្ទោបងមកអាចថាពិបាកញ៉ាំហើយគេខ្ជាក់ក្របមកវិញពួកក្របវារឹងណាកាពះយើងមិនអាចនេះបានទេអត់ស្គាល់ផ្លែលពាក់តែទៀនស្គាល់តែផ្លែលពៅអូស្គាល់តែផ្លែលពៅបាទសើចមើលសើចមើលសើចទៅឃើញហើយផ្លែលពាក់ហ្នឹងហើយយ៉ាងដែរណាផ្លែលពៅលពាក់បាទសេត្រូវទេណាសេលពាក់ត្រូវទេណាសរសើរហៅសេតាមអានអាត្មាសើផែសេខុសបកែខ្មែរដែរមិនពាក្យខ្លះដូចមិនដែលសរសេរវាអត់នេះដែរពេលហ្នឹងទៅបាញ់ទៅក៏ខំទៅបាបកម្មជាប់មកសល់ស្លាកស្នាមមួយតាបើនៅពីក្មេងចូលចិត្តណាចូលចិត្តអំពើហ្នឹងណាអានឹងធ្វើម៉េចមកយើងរស់នៅក្នុងជីវភាពក្នុងគ្រួសាររបស់យើងចឹងហើយពីក្មេងក៏មិនដឹងអីដែរថាបាបបន់អីហើយលោកមិនទៅស្គាល់ទៀតមិនបន្ទោសក្មេងៗទេក្មេងៗខ្លះមិនមែនកំហុសរបស់គាត់ទេអាចទៅកំហុសទៅតាមបរិបទឬក៏
នៅក្នុងសង្គមឬក៏រង្វង់គ្រួសារអីចឹងទៅអាហ្នឹងវាអាចមានអញ្ចឹងឬក៏នៅទីតំបន់ដាច់ស្រយាលទៅបើនៅអាត្មានោះអាត្មានៅក្មេងសឹងតែមិនស្គាល់លោកផងស្គាល់លោកស្គាល់ដោយសារលោកបងលោកប៊ូទៅបងប្អូនជីដូនមួយស្គាល់ទៅហើយមកប៊ូហ្នឹងក៏ដោយសារលោកទៅទៀតលោកហៅមកឲ្យនៅវត្តណាហៅមកនៅវត្តអត់ស្គាល់ទេពីមុនស្គាល់លោកស្គាល់អីទេខុសពីញោមក្មេងៗប្រហែលទេបងអញ្ចឹងឥឡូវយើងបាត់វងកញ្ចក់ប៉ុណ្ណឹងទៅរឿងអតីតកាលឥឡូវយើងមករឿងក្នុងបជាដកយើងវិញឬក៏នៅក្នុងបៃដកយើងវិញអញ្ចឹងមិញដូចជាជាប់ជាពាក្យអាត្មាមួយនេះអាត្មាឲ្យទៅ search រកខួបនេះគេប្រើពាក្យខួបហ្នឹងអាហ្នឹងយល់ថាប្រហែលឆ្នាំដែលគេឈប់ប្រើវាណាក្មេងអាយុប្រហែលឆ្នាំដែលគេឈប់ប្រើខួបហើយថាក្មេងកើតមកភ្លាមអីចឹងទៅបានមួយឆ្នាំពីរអីគេហៅខួបហើយកូននឹងបានប្រហែលខួបនឹងឥឡូវឌីណាហើយនឹងកនិថាទៅរកមកទៅសាក research អាត្មាមកពាក្យខួបហ្នឹងគេប្រើបានប្រហែលឆ្នាំប៉ុន្តែពាក្យខួបហ្នឹងប្រើប្រហែលក៏បានដែរប៉ុន្តែថាអាត្មាក៏ចង់ដឹងថាតើខួបហ្នឹងគេប្រើសម្រាប់ក្មេងហ្នឹងបានប្រហែលឆ្នាំបើយើងនិយាយបនខួបបនអីហ្នឹងប្រហែលឆ្នាំក៏ប្រើបានដែរសម្រាប់ខួបនៅរយៈពេលវេលាដែលអស់បនឬក៏ហ្នឹងហើយមកដល់ថ្ងៃហ្នឹងវិញណាបងតោះឥឡូវបន្តទៀតណាក្នុងការនោះព្រះសិរីបុត្រក៏អាស្រ័យនៅក្នុងស្រុកនោះឯងហើយនៅក្នុងអរុណវតីវិហារថ្ងៃមួយភិក្ខុប្រមាណជា12រូបបាននិមន្តទៅតាមផ្លូវជិតទ្វារស្រុកនោះខណៈនោះក្មេងស្រីអ្នកស្រុកជាច្រើននាក់ចាញ់អំពីផ្ទះទៅលេងនៅជិតទ្វារនោះមានចិត្តជ្រះថ្លាទើបប្រញាប់មកថ្វាយបង្គំព្រះថេរៈភិក្ខុទាំងនោះដោយបញ្ជាង្គៈប្រដេសឋានប្រដេសឋាននឹងការថ្វាយបង្គំប្រកបដោយអង្គ5ណាប្រកបដោយអង្គ5ថ្វាយបង្គំប្រកបដោយអង្គ5ដៃ2យើងចောင်းហោងបំណំដៃ2ហើយជង្គង់របស់យើងនេះចောင်းហោងហើយក្បាលមួយអាហ្នឹងគេហៅថាបញ្ជាង្គៈបញ្ចង្គៈមានន័យថាថ្វាយបង្គំប្រកបដោយអង្គ5ប្រកបដោយអង្គ5អញ្ចឹងបើការថ្វាយបង្គំបើយើងប្រកបដោយអង្គ5បើយើងចង់ថ្វាយបង្គំប្រកបដោយអង្គ5តោះតែយើងចောင်းហោងអាហ្នឹងបានវាដូចថាវាទៅទាំងព្រមញាតិញោមហ្នឹងហើយវាទៅទាំងព្រមក៏ន័យថាឌីណារកឃើញនៅព្រោះតាមដែលបានឃើញមេដាបេដាប្រតិបត្តិเนี่ยបានឃើញមេដាបេដាបដិបត្តិចំណែកស្រីម្នាក់នេះជាធីតានៃត្រកូលមិនមានសទ្ធាខ្វះការប្រព្រឹត្តរបស់មនុស្សល្អព្រោះមិនបានសន្សំកុសលតកបោកយូរទើបមិនអើពើឈួរធ្វើថ្មឹងដូចជាគ្មានភ័ព្វណាដូចគ្មានភ័ព្វចឹងបានថាក្មេងខ្លះពិបាកដែរណានិស័យគាត់សន្សំមកហ្នឹងពិបាកអូសទាញគាត់តែគាត់អត់មានចំណង់ចំណូលចិត្តអីក្នុងការធ្វើបន់ធ្វើទានអីចឹងអត់ដូចកនិដ្ឋាដូចឌីណាព្រោះចេះស្ដាប់ចេះអីស្ដាប់ធម៌ស្ដាប់អីចឹងក្មេងស្ដាប់ធម៌ងាយណាងាយសរសើរអាត្មាសរសើរក្មេងដែលច្រើនគាត់មើលហ្គេមមើល live stream ហ្គេមអីចឹងទៅអាហ្នឹងទៅតាមចំណង់ចំណូលចិត្តអាហ្នឹងមិនជាការស្ដីបន្ទោសទេបើថាជាចំណង់ចំណូលចិត្តជានិស័យណាបងចឹងក្មេងខ្លះដូចគ្នាចឹងដែរក្មេងខ្លះដូចគ្នាចឹងដែរអូបានសួរចាអាត្មាសួរថាខួបបងតើតើនឹងពាក្យថាខួបគេប្រើសម្រាប់ហៅក្មេងហ្នឹងគេអាចប្រើសម្រាប់ក្មេងបានប្រហែលឆ្នាំក្មេងហ្នឹងអាយុប្រហែលឆ្នាំដែលគេហៅខួបព្រោះនៅក្នុងនេះគេថា7 8ខួបអញ្ចឹងតើការប្រើពាក្យខួបសម្រាប់ក្មេងហ្នឹងយើងអាចប្រើបានប្រហែលឆ្នាំសម្រាប់ក្មេងបងតើនេះទីណាបងហ្នឹងយើងអាចប្រើបានប្រហែលប៉ុន្តែពាក្យខួបហ្នឹងយើងប្រើប្រហែលក៏បានប៉ុន្តែចេះក្មេងគេមិនដែលសួរថា
កូនញោមឬកូនប្អូននេះប្រហែលឆ្នាំហើយគេមិនដែលសួរចឹងទេគេពេលចឹងគេសួរថាអាអូនប្រហែលខួបហើយកូនចែកូនអ៊ីប្រហែលខួបហើយអាហ្នឹងគេសួរបែបហ្នឹងតើនេះបងតើនេះទទួលបានទេបងទទួលចឹងក្មេងស្រីក្មេងហ្នឹងធ្វើថ្មឹងដូចជាគ្មានភ័ព្វដែរតែគ្មាននិស្ស័យមកណាព្រះធេរៈឃើញការប្រព្រឹត្តនៅក្នុងការមុនរបស់នាងការដែលនាងកើតជាត្រកូលសង្សារមោចកៈសង្សារមោចកៈក្នុងកាលឥឡូវនេះនឹងការដែលនាងសំគូដល់ការកើតនៅក្នុងនរកតទៅក៏បានជាថាប្រសិនបើស្រីនេះនឹងថ្វាយបង្គំយើងសោតនឹងមិនទៅកើតនៅក្នុងនរកសំបីកាលកើតជាប្រាណក៏នឹងបានសម្បានព្រោះអាស្រ័យយើងដូចគ្នាដូច្នេះអ្នកមានចិត្តត្រូវករុណាដាស់តឿនទៅបានពោនឹងក្មេងស្រីទាំងនោះថានាងថ្វាយបង្គំភិក្ខុទាំងឡាយតែក្មេងស្រីម្នាក់នេះឈួរថ្មឹងដូចជាគ្មានភ័ព្វណាលំដាប់នោះគ្មានភ័ព្វហ្នឹងមានន័យថាមនុស្សអភ័ព្វលំដាប់នោះក្មេងស្រីទាំងនោះទើបនាំគ្នាចាប់អុកដៃនាងមកថ្វាយបង្គំបានទាព្រះធេរៈដោយកម្លាំងមានអញ្ចឹងដែរអូខាងណានោះមានមានខាងណានោះខាងថៃខាងណានោះដល់ឡាយធរណាទៅមានមានមានខាងថៃខាងអីណាខ្ញុំបានពោញោមខាងថៃក៏សាធុហ្នឹងហើយបានចូលខមមិនតាមហ្នឹងណាហើយអ៊ីណាឃើញអ្នកនៅចិត្តយើងមកខមមិនហើយបងមានហ្វេនអ្នកនៅថៃដែរតាលំដាប់នោះក្មេងស្រីទាំងនោះទើបនាំគ្នាចាប់អុសដៃនាងមកថ្វាយបង្គំបានទាព្រះធេរៈដោយកម្លាំងសម័យតមកនាងចម្រើនវ័យណានាងចម្រើនវ័យអូមានចឹងណាមានចឹងដែរហ្នឹងហើយលំដាប់នោះក្មេងស្រីទាំងនោះទើបនាំគ្នាចាប់អុសដៃនាងមកថ្វាយបង្គំបានទាព្រះធេរៈដោយកម្លាំងសម័យតមកនាងក៏ចម្រើនវ័យមាតាបិតាលើកឲ្យដល់កុមារម្នាក់នៅក្នុងត្រកូលសង្សារមោចកៈនៅក្នុងស្រុកទីខៈរាជីពេលគោចាស់ខែក៏ស្លាប់ទៅកើតជាប្រែតអាក្រាតកាយរូបរាងគួរឲ្យខ្ពើមត្រូវសេចក្តីស្រេកឃ្លានស្រេកឃ្លានគ្របសង្កត់ហើយក៏គួរឲ្យខ្លាចយ៉ាងក្រៃលែងក៏ត្រែកទៅក្នុងពេលយប់សម្ដែងខ្លួនដល់ព្រះសិរីបុត្រថែហើយឈរនៅក្នុងទីដែលសមគូព្រះថេរៈឃើញនាងនោះទើបសួរដោយគាថានាងអាក្រាតកាយមានរូបគូខ្ពើមស្គមស្គៀងមានខ្លួនរវាមដោយសរសៃណែនាងមានខ្លួនស្គមស្គៀងមានតែឆ្អឹងជំនីនាងជានរណាមកឈរនៅក្នុងទីនេះបណ្ណាបទទាំងនោះបទថាចឹងកន្លែងនេះលោកបញ្យល់ទេតើតនឹងបទហ្នឹងអត់អីទេព្រោះកុំទៅតបតអីតាមនឹងចោះអានឹងគាត់ខមមិនអីហ្នឹងអានឹងដឹងថាគាត់នឹងមិនហើយធម្មតាញាតិញោមព្រោះពេលខ្លះពេលដែលយើងជួបអញ្ចឹងយើងអាចសង្រួមឬក៏អាចថាមានខន្តីធម៌ឬក៏ថាសេចក្តីអត់ធន់បានចំពោះពាក្យទាំងអស់នឹងបានអានឹងជារឿងនេះណាអញ្ចឹងវាពិបាកណាពិបាក
ចឹងមានតែមានតែនេះគាត់ទៅមានតែchannel នេះទៅអាហ្នឹងគេrespect to ម៉ាំងអាហ្នឹងគេមិនវិញអាហ្នឹងគេហាយគេអីមិនវិញអីញាតិញោមឌីណាចន្ទកនិដ្ឋាអាហ្នឹងគាត់គាត់អញ្ចឹងហ្នឹងវាមានមនុស្សអញ្ចឹងដែរណាបើមិនទឹកមកដល់សិនញាតិញោមហ្នឹងមានអញ្ចឹងដែរណាអត់អីទេយើងមិនទៅធ្វើអីគាត់ណាហើយចោះបងយើងអត់ធន់បានល្អណាស់ពេលមែនតើទៅរឿងជាតិសាសន៍មួយនេះអឺយើងវាមានមនុស្សល្អមនុស្សអាក្រក់ក្នុងសង្គមហើយវាពិបាកត្រង់ថាពេលខ្លះយើងរឿងទឹកដីរឿងប្រទេសជាតិអីចឹងអាហ្នឹងវារឿងសំខាន់សម្រាប់ជាតិមួយប៉ុន្តែក៏មានថ្នាក់ដឹកនាំលោកដោះស្រាយលោកអីហើយចឹងយើងមិនចាំបាច់យើងមិនចាំបាច់នេះទេហើយយើងព្យាយាមតម្កល់ខ្លួនឲ្យល្អទៅហើយមិនមែនថាយើងមិននិយាយមិនមែនថាយើងគោទេគ្រាន់ថាយើងត្រូវចាំមើលតើវាយ៉ាងម៉េចវិញអាហ្នឹងរឿងហ្នឹងណាវាយ៉ាងម៉េចវិញធម្មតាវាអត់មានអីបាយចប់មែនឯងតែប៉ុណ្ណេះហើយនៅម៉ោង10អាចតែម៉ោង10ចប់ហើយបងសាំងនេះឡាយរឿងច្រើនម៉ោងដែរឡាយច្រើនម្ចាស់វិនយល់ហ្នឹងណាចាស់ម្ចាស់នៅខាងណាកណាគ្រប់មកស្ការពីចម្ងាយទៀនចាស់គ្រប់គឺណាមកស្ការលោកម្ចាស់ចឹងឥឡូវយើងនេះចោះណាកុំឲ្យខូចអារម្មណ៍ណាខូចអារម្មណ៍មានចឹងដែរដំបូងឃើញខមមិនដូចជាអឺត្រឹមត្រូវដល់យូរទៅខមមិននៃណាណោះអូបបាមែនបងប្អូនឌីណាកននិថាអាត្មាមើលនៅក្នុងបណ្ដាញសង្គមយើងណាអត់ដឹងថាអានឹងមេរោគខ្លាំងណាពូមានអ្នកខ្លះ fake account fake អីហើយមានអ្នកខ្លះនឹងចង់និយាយថាធ្វើអីក៏មិនត្រូវដែរមិនត្រូវចិត្តណាធ្វើរឿងអីអត់ចេះត្រូវចិត្តទេយើងធ្វើបន់ហ្នឹងក៏ចូលទៅ comment ចេះ2ចុះ3ហ្នឹងហើយយើងធ្វើនេះហ្នឹងក៏ធ្វើនេះទៅហើយមានញាតិញោមខ្លះការឆ្នាំណានោះមួយអាត្មាឡាយដូចជាឡាយធោឯណាកាលនោះហ្នឹងហើយដូចឡាយយូរអាត្មាឡាយហ្នឹងឡាយលើ page លើ YouTube ហ្នឹងមានញោមនៅក្រៅប្រទេសម្នាក់នោះគាត់ចូល comment ណាគាត់ចូល comment ថាម៉េចគាត់ថាគាត់គិតថាគាត់និយាយថាគិតតែពេលនិយាយរឿងធរហ្នឹងទៅអីចេះមួយចោះពីរអីចឹងណាថាអីគេប្រទេសជាតិកុំគិតគូអីចេះមួយចោះពីរហើយកាលនោះអាត្មានៅក្មេងដែរដូច7 8ឆ្នាំមុនណា
ចូល comment មកចឹងទៅហើយគាត់នឹងមើលតាម profile មើលអីគាត់នៅក្រៅប្រទេសគាត់នៅក្រៅប្រទេសដល់អញ្ចឹងដល់ពេលចឹងគាត់ចូល comment អញ្ចឹងយើងមិនដឹងថាក្នុងចិត្តរបស់គាត់នឹងសន្តានចិត្តរបស់គាត់នឹងគាត់មានការយល់ឃើញយ៉ាងម៉េចបានជាគាត់នៅថាមនុស្សបើធម្មតាបើមនុស្សត្រឹមត្រូវមនុស្សនៃមែនគេមិនអញ្ចឹងឯងមែនទេបើថាគេចែកគេចែកបុគ្គលនឹងច្បាស់លាស់អញ្ចឹងទៅទូនាទីប្រសង់លោកធ្វើអីទូនាទីប្រសង់ដើរទូនាទីក្នុងការអប់រំបណ្ដុះបណ្ដាលសិលធម៌ហើយទូនាទីញាតិញោមដែលជាមន្ត្រីរាជការអាជ្ញាធរឬក៏ប្រមុខថ្នាក់ដឹកនាំអីហ្នឹងណាហ្នឹងហើយលុប comment ទៅអីបងពីណាបង comment អញ្ចឹងហើយបងណានៅជាឃើញលុបវិញណាហ្នឹងណាដល់ពេលអញ្ចឹងទៅគាត់បញ្យល់ហើយញាតិញោមខ្លះគាត់នៅតែប៉ុណ្ណឹងបានថាពេលអញ្ចឹងទៅបានយើងយល់ថាអូមនុស្សគ្មានអីគួរឲ្យខ្លាចជាងមនុស្សទេបងសត្វពស់បើយើងមិនទៅប៉ះវាមិនដែលមកខំយើងទេសត្វឆ្កែបើយើងមិនដែលដើរទៅជន់វាក៏វាមិនដែលខំយើងដែរប៉ុន្តែអ្វីដែលគួរឲ្យខ្លាចគេថាមនុស្សនេះជាសត្វដែលកាចសាហាវបំផុតពេលខ្លះយើងមិនបានទៅប៉ះពៀទៅអីផងអាហ្នឹងបែរជាគាត់នឹងមកប៉ះយើងមកអញ្ចេះចោះ1 2 3អីចឹងទៅហ្នឹងមានអញ្ចឹងបានថារស់នៅនឹងផ្សាយមេត្តាបានច្រើនទៅបងផ្សាយមេត្តាបានច្រើនបើយើងខឹងតបតទៅវិញហ្នឹងអាហ្នឹងវាអត់មានអីចំណេញទេវាមានតែបាបមានតែកម្មពៀវរាជាមួយគ្នានឹងរាប់ជាតិរាប់អសង្ខ័យណាស្លាប់កើតទៅវិញទៅមកហ្នឹងគឺដូចគ្នាហ្នឹងឯងចឹងឥឡូវយើងបិទប៉ុណ្ណឹងណាបិទវងកញ្ចក់វិញបើមិនចឹងអត់ចប់ឯងចឹងទៅមកវិញណាមកនេះវិញចឹងនាងប្រែតហ្នឹងក៏លោកក៏ត្រូវប្រធេរៈនឹងសួរអំពីកម្មហើយនាងធ្វើហ្នឹងតើកម្មអ្វីហើយនាងបានធ្វើຕົកហើយហ្នឹងក៏នាងនឹងធ្វើនាងនឹងក៏តបមកកាន់ប្រធេរៈវិញណានាងតបវិញអ្នកដូចថ្មគូកន្លែងនេះខ្ញុំមិនធ្លាប់ឲ្យទានឡើយជាមនុស្សកំណាញ់ហើយទើបកើតនៅក្នុងកំណត់ប្រែតសោយទុកដ៏មហិមាយ៉ាងនេះទើបបានពោល3គាថាបបិទ្ធលោកដ៏ចម្រើនជួនណាជាបិតាក្តីជាមេតាក្តីឬជាសម្បីតែពុញាតក្តីមានចិត្តជ្រះថ្លាក៏បីដឹកនាំខ្ញុំថាចូលឲ្យទានដល់សមណៈព្រាហ្មណ៍ទាំងឡាយជួនអ្នកអនុគ្រោះដល់ខ្ញុំដូច្នោះមិនមានតាំងពីនេះទៅខ្ញុំទើបជាប្រែតអាក្រាន្តកាយត្រូវសេចក្តីស្រែកឃ្លាននិងសេចក្តីឃ្លានបៀតបៀនប្រែតទៅដូច្នេះអស់500ឆ្នាំនេះជាផលនៃបាបកម្មរបស់ខ្ញុំបបិទ្ធភិក្ខុអ្នកមានចិត្តជ្រះថ្លានិងសូមថ្វាយបង្គំលោកបបិទ្ធលោកជាអ្នកឃ្លាវខ្លាមានអានុភាពច្រើនសូមលោកចូលអនុគ្រោះដល់ខ្ញុំចោះសូមលោកចូលឲ្យទានណាមួយហើយឧទ្ទិសកុសលមកឲ្យខ្ញុំខ្លះសូមលោកចូលដោះខ្ញុំចាកអំពីទុក្ខតិនេះផងចោះហ្នឹងហើយចឹងនាងហ្នឹងសូមឲ្យព្រះសិរីបុត្រហ្នឹងលោកធ្វើបន់ឲ្យឧទ្ទិសឲ្យព្រះសិរីបុត្រដែលមានចិត្តអនុគ្រោះក៏ទទួលពាក្យរបស់នាងទើបប្រគេនបាយមួយដុំសម្ពុតប្រមាណប៉ុនបាតដៃមួយផ្ទៀងនិងផឹកទឹកមួយផ្តិលនិងទឹកផឹកមួយផ្តិលដល់ភិក្ខុហើយឧទ្ទិសចំណែកបន់ទៅឲ្យអញ្ចឹងភិក្ខុលោកអាចធ្វើបន់បានណាញាតិញោមឌីណាបងនាងប្រែតនោះគណៈព្រះសិរីបុត្រឧទ្ទិសចំណែកបន់ឲ្យវិបាកគឺបាយទឹកនិងគ្រឿងស្លៀកដណ្ដប់ក៏កើតឡើងដល់ទាន់ពេលនេះជាផលនៃតក្កណាទានក្រោយមកនាងប្រែតនោះមានរាងកាយបរិសុទ្ធស្លៀកដណ្ដប់សម្ពុតដ៏ស្អាតមានតម្លៃច្រើនជើងសម្ពុតដែនកាសីមានវត្ថាភរណៈដ៏វិចិត្រល្អស្អាតចូលទៅរកព្រះសិរីបុត្រហ្នឹងហើយនៅក្នុងអត្ថកថាលោកបញ្យល់បទថាភិក្ខុណាំងបានដល់ភិក្ខុមេរុកពាក្យថាភិក្ខុណាំងនេះលោកពោលសំដៅដល់វចនៈហ្នឹងហើយពាក្យហ្នឹងអញ្ចឹងយើង
យកមករកកន្លែងចប់ប្រយ័ត្នចិត្តដល់2 ម៉ោងហ្នឹងនេះគិត85 នាទីហ៎បងលំដាប់នោះព្រះសិរីប័ត្របានឃើញនាងប្រែតនោះមានឥន្ទ្រីស្រស់បោះមានសម្បុរផុរផង់មានសម្ពុតនិងអភរណៈគ្រឿងប្រដាប់ដែលជាទិព្វភ្លឺស្វាងសំទិសដោយរស្មីរបស់ខ្លួនដែលចូលទៅរកហើយក៏ឈួរនៅក្នុងទីដ៏សំគូបំណងនឹងឲ្យវិនិច្ឆ័យប្រកាសផលកម្មឲ្យប្រសាទៅបានពោគាថា3គាថាណែនាងទេវធីតានាងមានសម្បុរល្អណាស់ពន្លឺភ្លឺទៅសពទឹកដូចជាផ្កាយព្រឹកនាងមានសម្បុរដូច្នេះព្រោះកម្មអ្វីអត្តផលរមែងសម្រេចដល់នាងនៅក្នុងវិមាននេះព្រោះកម្មអ្វីចឹងបើយើងនិយាយមកគឺដោយអំណាចនៃព្រះសិរីបុត្របានប្រគេនបាយទឹកនិងសម្ពុតនឹងឯងចឹងមកក្រោមទៀតមកអាត្មាអស់មកក្រោមទៀតការប្រធេរៈស៊ូហើយនាងប្រែតហ្នឹងក៏បានប្រាប់រៀបរាប់ថាងដោយអានិសង្ឃរបស់លោកម្ចាស់ដែលបានថ្វាយសម្ពុតនេះបានថ្វាយសម្ពុតបានថ្វាយបានប្រគេនដំបាយសម្ពុតប្រមាណប៉ុនបាតដៃមួយផ្ទាំងទឹកផឹកមួយផ្តិលនេះដល់ភិក្ខុឲ្យបានឧទ្ទិសទានហ្នឹងឲ្យដល់នាងហ្នឹងចឹងអានិសង្ឃហ្នឹងក៏ញ៉ាំងឲ្យនាងហ្នឹងរួចអំពីសេចក្តីទុក្ខហ្នឹងបន្តមកទៀតក៏នៅក្នុងអត្ថកថាលោកនិយាយបញ្យលន័យមួយច្រើននៅក្នុងនេះមានរឿងបន្តដែររឿងបន្តពីបញ្យលបទហ្នឹងទៅក៏ពាក្យថានរណាជាឈ្មោះនន្តរាជាអង្គនោះបានឮថាក្នុងអតីតកាលមនុស្សដែលមានវ័យ10000 ឆ្នាំនៅក្នុងសម័យពុទ្ធអង្គមុនមានអាយុវែងណាបងណាអាយុវែងដល់សម័យព្រះសម័យពុទ្ធសាមណគោតមយើងមានអាយុត្រឹមតែ100 ឆ្នាំអីយ៉ាងច្រើន120អីហ្នឹងអស់ហើយបងលំដាប់នោះកុមារបើមកក្រឡេកឃើញហើយក៏ពោលថាលោកទាំងឡាយលោកអ្នកនាំគ្នាមកដោយការងារអ្វីអាមាត្យពោលថាបពុទ្ធសមាធិទេពអានេះថាយកមកពូរឿងនេះវាមានច្រើននៅក្នុងនឹងទៀតពូរឿងនៅក្នុងអត្ថកថានេះវាមានរឿងចាស់នៅក្នុងនឹងមានតែពិស្ដាពីដំណមួយទៅដំណមួយហ្នឹងរឿងហ្នឹងវាមានច្រើនអញ្ចឹងនៃខ្លះវាមានច្រើនអញ្ចឹងយើងអាចរំលងខ្លះរំលងខ្លះចឹងរំលងខ្លះហ្នឹងចឹងនិយាយពេលចិត្តចប់តែហ្មងទៅពូរឿងនេះវែងណារឿងបទហ្នឹងច្រើនបល័យនេះលោកបញ្យលនៅក្នុងបទមួយអញ្ចឹងវាមានន័យពាក្យអីក្នុងនឹងមួយហើយវាជាប់តកតងរឿងអីមួយអញ្ចឹងវាដូចថានៅក្នុងអត្ថកថាហ្នឹងបញ្យលថែមទៀតដល់យល់ថែមទៀតហ្នឹងសាច់រឿងហ្នឹងអាចទៅជាវែងខ្លាំងចឹងពោលដល់ន័យសង្ខេបមកដល់សេចក្តីកន្លែងបញ្ចប់ការនាងប្រែតហ្នឹងពោលយ៉ាងនោះហើយព្រះសិរីបុត្រហ្នឹងក៏បានសម្ដែងសេចក្តីនោះដោយពិស្ដារក្នុងវេលាដែលអ្នកស្រុកទាំងពីរគឺអ្នកស្រុកអីគេគឺអ្នកស្រុកអដ្ឋកវតីនិងស្រុកទីខរាជីនឹងដែលមកកាន់ចំណាក់របស់ខ្លួនឲ្យពួកគេនឹងស្លត់ចិត្តឲ្យរួចផុតអំពីសង្សារនិងកម្មអាក្រក់ឲ្យតាំងនៅក្នុងភាពជាបាសករឿងនោះក៏ប្រកាសឲ្យដល់ភិក្ខុទាំងឡាយក៏ក្រាបទូលរឿងនោះចំពោះព្រះមេរុភាព្រះអង្គក៏ទ្រង់ធ្វើរឿងនោះឲ្យជាហេតុដែលនាំឲ្យព្រះអង្គសម្ដែងធម៌ហ្នឹងក៏ព្រះអង្គញ៉ាំងបរិស័ទដែលមកប្រជុំគ្នានៅក្នុងទីនោះហើយក៏ព្រះអង្គសម្ដែងធម៌ឲ្យបានជាប្រយោជន៍ដល់មហាជនដូច្នោះឯងចឹងចប់អត្ថកថាសង្សារៈមោចកៈប្រែទី1នៅក្នុងវគ្គទី2នេះចឹងឥឡូវបញ្ចប់ហើយអញ្ចឹងឌីណាថាឥឡូវអត់ចប់ឥឡូវចប់ហើយបងចប់ចឹងរឿងទី1គឺចប់ប៉ុណ្្នឹងឯងចប់ចឹងរឿងទី1នៅក្នុងវគ្គទី2នេះវែងខ្លាំងពោះវែងមែនតើចឹងមើលក្នុងអត្ថកថាមើលក្នុងបៃដកឯងវែងបងបើនៅក្នុងបៃដកខ្លីឯងក្នុងអត្ថកថាហ្នឹងគឺវែងមែនតើឥឡូវញាតិញោមមានសំណួរអីចង់សាកសួរអាចសាកសួរបានណាឲ្យសល់ប្រហែលដូចជា10 នាទីអីទៀត
ណា100នាទីតែមកទៅ2ម៉ោង120នាទីយ៉ា120នាទីអញ្ចឹង120នាទីអញ្ចឹងញាតិញោមអាចមានសំណួរអីអាចសាកសួរបានបងមានអ្នកចុច like បាន7ដែរបង7អ្នកដែរឌីណាទៅបាត់ហ្នឹងឌីណាហើយនីកាហើយកនិដ្ឋាបងនីកាកនិដ្ឋាឌីណាបងបានចូលរួមស្ដាប់បងអាត្មាដាក់ភ្លើងពីលើណាភ្លើងពូពីលើហ្នឹងវាដូចថាវាបើកទៅយើងសម្លឹងមើលកុំព្យូទ័រផងភ្លើងនោះវាជះមកពីលើផងភ្នែកហ្នឹងវារៀងក្រហមបងភ្នែកហ្នឹងវារៀងក្រហមហើយមើលអត់ដូចថ្ងៃទេពីថ្ងៃមើលអត់សូវឈឺភ្នែកទេបងដល់ពេលយប់ឡើងអញ្ចឹងសម្លឹងមើលកុំព្យូទ័រផងហើយមើលអា screen ទូរស័ព្ទនេះផងភ្លើងពីលើនោះភ្លើងពីលើអំពូលម៉ែតណាទៅវាឆាប់ភ្លើងប៉ុន្តែជាមើលរត់ទិញអាភ្លើងអីអាភ្លើងមួយទៀតនោះភ្លើងគេដាក់ឡាយលក់លេលក់របស់របរតាមអនឡាញណាគេអ្នកលក់តាមអនឡាញភ្លើងនោះវាអត់សូវភ្លឺខូចភ្នែកទេភ្លើងហ្នឹងវាភ្លឺមកវាភ្លឺហើយវាណាវាជួយពន្លឺហ្នឹងហើយដល់ពេលយើងនេះមានណាកុំព្យូទ័រ monitor ប៉ុណ្ណាប៉ុណ្ណីផងហើយភ្លើងពូលម៉ែតនោះភ្លឺនោះវាខ្លាំងផងហើយអញ្ចឹងវាប៉ះពាល់ភ្នែកហើយវ៉ែនតាមានដែរអ្នកវ៉ែនតាពាក់ប៉ុន្តែពាក់អត់បានយូរផងវ៉ែនតាពាក់ទៅចាស់ពាក់ទៅដូចមនុស្សចាស់វីយូវិញ16មុនហ្នឹងទៀតវីយូវិញ16មិនបងនីកាទឹកមានសំណួរអាចសួរបានណាដើម្បីភ្ជាប់ឲ្យគ្រប់120នាទីឬក៏100នាទីបងវីយូឡើង16ហ្នឹងទៀនអីគេវីយូវិញហ្នឹងអីគេបងអ្នកមើល16ហ៎អ្នកមើល16អ្នកមានអ្នកមើលច្រើនណាស់ហើយញាតិញោមចង់មើលវីដេអូអាត្មា record ហ្នឹងមើលនៅក្នុង channel ទៅឃើញchannel នីកាឌីណាហើយនឹងកនិដ្ឋាមានអីសាកសួរឬក៏អ្នកមើលទស្សនាប្រហែល5-6នាក់7នាក់លេខឡើង7នាក់មានអីសាកសួរអាចសាកសួរបានប៉ុន្តែបើអត់មានទេយើងបញ្ចប់ប៉ុណ្ណឹងថ្ងៃនេះរៀងហត់ដែរយើងហត់ថាយើងឡាយច្រើនណា3ដងឡាយ3ដងឡាយម៉ោង11ម្ដង11ដល់ម៉ោង12កន្លះម្ដងម៉ោង4ឡាយម្ដងដល់ម៉ោង5កន្លះហើយចេញពីនឹងទៅឈប់ឡាយនឹងទៅបរៀនអង់គ្លេស1ម៉ោងម៉ោង6 7ចេញពី6 7ហ្នឹងទៅសួរធរ1ម៉ោងទៀតអញ្ចឹងវារៀងច្រើនម៉ោងដែរបងច្រើនអញ្ចឹងធ្វើការងារច្រើនមិនការងាររកស៊ីឬក៏លីសែងទេតែការងារបរៀនការងារបែបចែកម្លែកចំណេះដឹងអញ្ចឹងណាបងណាហើយនឹងការកិច្ចវត្តបដិបត្តិធម៌បងអញ្ចឹងច្រើនម៉ោងដែរបងអញ្ចឹងបើអត់មានទេចាំជួបគ្នាថ្ងៃស្អែកបន្តណាពេលព្រឹកម៉ោង11ពេលព្រឹកម៉ោង11ចុងឡាយពេលព្រឹកម៉ោង4ម៉ោង5ដែរម៉ោង5 6ដែរប៉ុន្តែងើបមិនទាន់បាទតែថាកៅសិជ្ជៈនៅមានដែរហើយសឹងនៅនេះថាងើបអត់ទាន់ណាបងអត់ទាន់
ចឹងទៅក៏ឡាយម៉ោង11ព្រឹកវិញបងម៉ោង11ព្រឹកម៉ោង11ដល់ថ្ងៃចឹងទៅហើយប៉ុណ្្នឹងឯងណាញាតិញោមសម្រាប់ការទស្សនាអញ្ចឹងបើអត់មានទេយើងបញ្ចប់ប៉ុណ្្នឹងចោះណាបញ្ចប់ការ live show របស់យើងប៉ុណ្្នឹងចោះបញ្ចប់ការ live ប៉ុណ្្នឹងហើយអរគុណដល់កនិដ្ឋាហើយរីករាយណាស់ដែលបានស្គាល់បងអរគុណសម្រាប់ការទស្សនាហើយអរគុណនិកាបងអរគុណដែលបានចូលរួមទស្សនាដូចគ្នាបានជួយ comment អីជាដើមហើយអរគុណដល់ឌីណាដែលតែងឧស្សាហ៍ចូល comment ជួយមើលជួយអីបងអរគុណគាត់និយាយថាគាត់ថាគុណចាស់គង់នៅខេត្តណាគាត់ណាទៅចូលមើលថ្មីមិនដឹងប្រហែលអ្នកបាត់ដំបងបងអ្នកនៅបាត់ដំបងនៅក្រុងបាត់ដំបងតែម្ដងបងនៅបាត់ដំបងអូអ្នកមានលីណាចម្រើនពរលីណាចម្រើនពរមានខ្មែរយើងមើលច្រើនតើបងណាជួយ subscribe ផងព្រោះជួយឲ្យ like ឲ្យអីផងណាភ្នែកអាត្មារៀងក្រហមតិចហើយណារៀងក្រហមដោយសារនៅក្រោមភ្លើងហ្នឹងវាខ្លាំងវាភ្លឺខ្លាំងហើយអាភ្លើងនៅក្រោយហ្នឹងវាអត់ភ្លឺអត់សូវភ្លឺនេះភ្លើងនៅក្រោយហ្នឹងភ្លើងនៅក្រោយខ្ញុំណក់ភ្លើងពូហ្នឹងវាអត់សូវភ្លឺទេអត់បានបែកហើយកុំព្យូទ័រនៅពីមុខអីផងវាភ្លឺខ្លាំងទៅបងបាទបងអាត្មានៅបាត់ដំបងណាកនិដ្ឋាបងមកនៅបាត់ដំបងអរគុណណាសង្គមដល់ញាតិញោមតាមដានបន្តទៀតណាបន្តបេសកកម្មមកអាត្មាឡាយឲ្យចប់3ដកមួយភាគហ្នឹងមើលឡាយចប់3ដកថាកថាមួយភាគហ្នឹងហើយញាតិញោមចង់ចូលរៀនចង់នេះផ្ទាល់អីនិយាយផ្ទាល់អីអាចចូលបានណាលីងខាងក្រោមហ្នឹងលីងនៅខាងក្រោមហ្នឹងញាតិញោមអាចចូលទៅកនិដ្ឋាដូចជាស្រីណាបើឈ្មោះកនិដ្ឋាដូចច្រើនគឺស្រីណាស្រីមែនទេបងអាត្មាតិចអាត្មាខុសទៅពេលខ្លះអាចដែរណាឈ្មោះស្រីតែប្រុសមានចឹងដែរនៃការសួរបងនៃការសួរបងប្អូនចង់រៀនចង់អីផ្ទាល់ចង់អានអីរួមជាមួយអាចចូលក្នុង Telegram អាត្មាទៅចាំអាត្មាទាញចូលគ្រប់រៀនសិក្សាធរហ្នឹងយើងមានគ្រប់រៀនចឹងបើមានបំណងចង់រៀនអីចង់ចូលអានអីចាំអាត្មាតលាក់3ដកហ្នឹងទៅជា PDF ហ្នឹងបើឥឡូវសពោបែបណាបងហើយបើអត់មានទេអាចទៅខ្ចីពីវត្តបានទៅវត្តទៅសុំលោកខ្ចីលោក3ដកលេខ56អត្ថកថាលេខ56ដែរបងខ្ចីលោកទៅកនិដ្ឋាទៅណាបើហើយកនិដ្ឋានិកាសួរបងចឹងអ្នកមើលដូចជាឡើងដែរនេះឡើង15នាក់ដែរបងមានអ្នកមើលច្រើនចឹងបើអត់មានអីទៀតទេយើងបញ្ចប់ប៉ុណ្ណឹងយើងផ្សាយមេត្តាធម៌បញ្ចប់ប៉ុណ្ណឹងចុះឌីណាចម្រើនពរឌីណាទៅណាបាត់ហើយចឹងអត់មានយើងបញ្ចប់ប៉ុណ្ណឹងណាអញ្ចឹងសូមបងប្អូនទាំងអស់មានអរគុណញោមស្រីលីណាបងញោមស្រីបញ្ជាន់ប្រមាណសូមអធិស្ឋានណាហើយញោមហ្នឹងណាញោមទស្សនាញោមដឹងណា view ច្រើនជាងរាល់ដងទៀតអរគុណណាអរគុណបងអានេះច្រើនជាងរាល់ដងអូពីណាគេនៅនេះតាទៀតគ្រាន់តែសំដូចនៅ comment អូឌីណាណាឌីណាពហ្នឹងហើយមាន account ផ្សេងទៀតណាហ្នឹងហើយអរគុណច្រើនបង
ចឹងណាយើងស្មានតែអ្នកផ្សេងមិញណាស្មានតែមានអ្នកផ្សេងមិនអីផ្សេងអត់អីទេបងសាធុអញ្ចឹងឥឡូវយើង100នាទី1ម៉ោង40ណា1ម៉ោង40 1ម៉ោងអរគុណបងអរគុណហ្នឹងអរគុណតើឥឡូវយើងបញ្ចប់ប៉ុណ្ណឹងចុះណាចាំជួបគ្នាថ្ងៃស្អែកទៀតបងណាសាធុអញ្ចឹងបងប្អូនសូមតាំងចិត្តទាំងអស់គ្នាឲ្យយើងបន្តពីចប់ហ្នឹងទៅបងអូនមានកិច្ចការងារធ្វើក៏ធ្វើបន្តទៀតចឹងទៅកិច្ចការងាររៀនសូត្រក្តីអាសាយមិនអីក្តីក៏ធ្វើទៅតាមពេលវេលាតាមកាលវិភាគដែលខ្លួនបានរៀបចំទុកដាក់ចឹងទៅហើយបានរៀបចំបានដាក់ schedule អីមកបើអត់មានទេក៏ចូលសម្រានទៅហើយចូលសម្រានក៏ផ្សាយមេត្តាធម៌ជាមួយអាត្មាទៅមុននឹងយើងចូលគេងចូលសម្រានចូលសឹកហ្នឹងបងអញ្ចឹងប៉ុណ្្នឹងឯងណាបងណាសូមតាំងចិត្តផ្សាយមេត្តាទាំងអស់គ្នាណាទឹកបន់ទាំងអស់គ្នាអិទាំងវោញាតិណាងអោនតោសុខេតាអោនតញាតិយោតុកអាបាតាចេណតុកអាភយាបានតាចេណភយាសោកាបាតាចេនេសោកាអោនតោសាពេពិបានិណោសានទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីតោកសូមឲ្យជាសាទបានសេចក្តីតោកទៅដែលដល់ហើយទៅភ័យសូមឲ្យជាសាទបានភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសាទបានសេចក្តីសោកទៅអងទោសឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងផ្្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោនៅដល់ខ្ញុំព្រះករុណាសាធុសាធុណាសូមជូនបន់ជូនកុសលជូនពរញាតិញោមទាំងអស់មានសុខភាពល្អសូមកេណ្ឌបន់ជូនបន់គ្រប់ព្រះអង្គគ្រប់គ្នាសូមបានជាបច្ច័យរួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាពោសូមអនុមោទនាសូមគោរពនមស្ការលាចម្រើនពរលាជួបគ្នាថ្ងៃក្រោយចម្រើនពរលាទាំងអស់គ្នាឌីណាកនិដ្ឋានិកាពោសូមសុបិនល្អពោទាំងអស់គ្នាពោចម្រើនពរលាជួបគ្នានៅថ្ងៃស្អែកបន្តទៀតពោ